តោះសួស្តីអ្នកនរសូមស្វាគមន៍មកកាន់វីដេអូ basic នៃ HTML របស់ខ្ញុំចឹងនៅក្នុងវីដេអូ basic នៃ HTML នេះយើងមាន4ចំណុចនេះដែលយើងលើកយកមកធ្វើការសិក្សាជាមួយគ្នាចំណុចទី1ខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាអំពី what is HTML ឬក៏ HTML នឹងជាអីទី2គឺ IDE ចឹងតើ IDE នឹងជាអីគេប្រើសម្រាប់ធ្វើអីចឹងទៅបាទទី3គឺយើងនឹងបង្ហាញគ្នាយើងនឹងដឹងអំពីការ write HTML ហ្នឹងគេ write របៀបម៉េចអញ្ចឹងដើម្បី write HTML បានយើងត្រូវ understand អំពី step ទាំង3នេះទៀតអញ្ចឹង step 1យើងត្រូវចេះ create folder ហើយយើងយក folder របស់យើងទៅបើកជាមួយនឹងកម្មវិធី VS Code តើនេះហើយនឹង step ទី3យើងបង្កើត file HTML ហ្នឹងដើម្បីសរសេរនៅភាសាមួយហ្នឹងគេសរសេររបៀបម៉េចអីម៉េចហ្នឹងទៅតើនេះអូខេហើយ step ចុងក្រោយគេគឺ for structure of HTML ចឹងនៅក្នុងអាចុងក្រោយនេះគឺខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពី structure របស់វាហើយអំពីដំណើរការមួយនៅក្នុង structure នឹងតើការងាររបស់វាដំណើរការដោយរបៀបណាតោះនេះអូខេតោះហើយទៅកាន់ step ទី1ទាំងអស់គ្នាឬក៏ចំណុចទី1ទាំងអស់គ្នាតោះចំណុចទី1គឺ what is HTML អូខេចំពោះឯកសារទាំងអស់នេះគឺខ្ញុំយកចេញពីអ្វីខ្ញុំធ្លាប់បានសិក្សានិងដកស្រង់ចេញពីមានប្រភពច្បាស់លាស់គ្នាយើងបាទមានប្រភពច្បាស់លាស់មែនខ្ញុំចេះតែយកចេញយកមកបង្ហាញគ្នាយើងទេបាទអញ្ចឹងទី1គឺ HTML មកពីពាក្យពេញថា Hypertext Markup Language ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតទំព័របណ្ដាញហៅថា web page នឹងឯងឬក៏គេហទំព័រដែលពាក្យបច្ចេកទេសគេហៅថា website គេច្រើនតែស្គាល់ថា website ហ្នឹងណាអូខេអញ្ចឹងគោលបំណងចម្បងនៃការប្រើប្រាស់ HTML វាផ្ដល់នៅ touch គ្នាយើងស្គាល់ touch ទេ touch នេះវាជាអក្សរក៏អក្សរឯគ្នាអក្សរឬក៏អត្ថបទឥឡូវខ្ញុំធ្វើការបង្ហាញគ្នានៅលើ website ហ្មងទៅដើម្បីឲ្យគ្នាដឹងវានឹង clear វាកាន់តែច្បាស់ជាងនឹង clearly អំពីឥឡូវដល់ខ្ញុំមាន website មួយឈ្មោះ Alibaba ហើយ search Alibaba មកនេះអញ្ចឹងយើងបើក website ហ្នឹងមកអូខេយើងឃើញអក្សរហ៎អញ្ចឹងអក្សរហ្នឹងឯងវាជា touch តោះនេះវាជា touch ចេះរូបភាពឬក៏ image ពាក្យបច្ចេកទេសគេហៅ image ចេះ image នៅណានេះឃើញរូបភាពមានមនុស្សមានអីអាហ្នឹងគឺជា image ហ្នឹងឯងតោះនេះអូខេមួយទៀត link ចឹង link ហ្នឹងជាអី link ហ្នឹងបានន័យថាវាជាតំណភ្ជាប់សម្រាប់ភ្ជាប់ពីផ្នែកមួយទៅកាន់ផ្នែកម្ខាងទៀតឥឡូវថាគ្នាយើងចូលមកកាន់ Google របស់គ្នាយើងភ្លាមគ្នាយើងឃើញថានៅពេលដែលអ្នកទាំងអស់គ្នាយកម៉ៅទៅដាក់នៅលើwebsite Alibaba នេះគឺយើងឃើញវាមានបន្ទាត់នៅពីក្រោមនេះហ៎អញ្ចឹងបានន័យថានៅពេលដែលយើង click ទៅលើ website មួយហ្នឹងវានឹង redirect ទៅកាន់ website Alibaba ហ្នឹងឃើញទេអាហ្នឹងគឺយើងប្រើ HTML ដើម្បី link វាទៅកាន់ផ្នែកដែលយើងបានកំណត់ហ្នឹងឯងតោះនេះអូខេលក្ខណៈរបស់ HTML គឺ HTML process របស់វាអាចដំណើរការទៅបានលុះត្រាតែមានពពួកនេះគេហៅថា text នេះនៅពេលដែលយើងដល់មេរៀនរបស់យើងគឺខ្ញុំនឹងលម្អិតគ្នាយើងឲ្យស៊ីជម្រៅជាងនឹងទៅទៀតឥឡូវនេះយើងគ្រាន់តែយល់អំពី overview របស់វាទេយល់ទេថាតើ flow របស់ HTML វាដើររបៀបម៉េចតែប៉ុណ្្នឹងទៅគឺគ្រប់គ្រាន់ហើយសម្រាប់អ្នកនរគ្នាអញ្ចឹងយើងតែមាន HTML text យើងមាន head text យើងមាន title text និង body text អីផ្សេងៗអញ្ចឹងទៅតោះនេះអាហ្នឹងគឺលក្ខណៈ HTML ដែលយើង use នៅ text ហ្នឹងឯងតោះនេះអូខេអញ្ចឹងសរុបមកវិញនិយាយឲ្យសាមញ្ញទៅ HTML គឺយើងប្រើវាសម្រាប់ធ្វើការ develop ទៅលើគ្រោងឆ្អឹងនៃគេហទំព័រឬក៏ website នឹងឯងតោះនេះអូខេប៉ុន្តែបើយើងនិយាយពី website មួយមុននឹងចេញជា result វាមិនមែន build តែ HTML សុទ្ធទេវាមានរឿងជាច្រើនដែលយើងត្រូវជជែកគ្នាប៉ុន្តែនេះគ្រាន់តែជាដំណាក់កាលដំបូងដែលអ្នកនរគ្នាត្រូវ understand អំពី HTML បាទអូខេឥឡូវចប់ step 1យើងចូលមកកាន់ចំណុចទី2គឺ what is IDE ឬក៏តើអ្វីទៅជា IDE អញ្ចឹង IDE ជាអីអ្នកនរគ្នា IDE មែនតើទៅវាជាប្រភេទកម្មវិធីដែលយើងប្រើសម្រាប់សរសេរនៅ programming language របស់យើងអូខេឥឡូវខ្ញុំ search ឲ្យខ្ញុំមើលថាតើ IDE នៃ programming language ហ្នឹងមានអីខ្លះ search ពងមកហើយយើងគ្រាន់តែ search IDE programming នៅលើ internet ហ្នឹងមកក៏ភ្លុះលូតមកឃើញទេហើយយើងចូលមកត្រង់ image នេះមកនេះនាងមើលមកនេះសិតសឹងតែជាពពួក IDE ឃើញទេឥឡូវខ្ញុំយកមកខ្ញុំចុចបើកវាមកអូខេតោះឥឡូវយើងមើល IDE មានច្រើនដូចជា subline text វាមានប្រភេទ spider វាមានជា intelligent IDE
idea ហ្នឹងហើយ Notepad ក៏ដូចជា Visual Studio Code អីផ្សេងៗចឹងទៅអញ្ចឹងសរុបមកវិញគឺ IDE ហ្នឹងគឺជាប្រភេទកម្មវិធីដែលយើងប្រើសម្រាប់សរសេរនៅ programming language របស់យើងអញ្ចឹងនៅក្នុង course នេះយើងប្រើ HTML ដែរអញ្ចឹងខ្ញុំ use នៅ IDE ឈ្មោះថា Visual Studio Code ដើម្បីសរសេរវាអូខេអញ្ចឹង VS Code ហ្នឹងឬក៏ Visual Studio Code ហ្នឹងមុខវាមិនឥឡូវខ្ញុំទៅ search ឲ្យគ្នាមើលយើងអាចទៅសេពាក្យពេញក៏បាន Visual Studio Code ឬក៏គ្នាយើងវាយតែពាក្យកាត់ក៏បានដែរ VS Code ចឹងទៅក៏វា load ឲ្យដែរខ្ញុំប្រើកម្មវិធីនេះដើម្បីសរសេរនៅ HTML របស់ខ្ញុំតោះនេះអូខេបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មានកម្មវិធីហ្នឹងនៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកទាំងអស់គ្នាទេអញ្ចឹងគ្នាយើងអាចទៅ install វាម្នាក់មួយទៅដើម្បី install គឺអ្នកបើក Chrome ឬក៏ Google របស់អ្នកទាំងអស់គ្នាហ្នឹងមកយើង search ពាក្យមកថា VS Code ប្រព័ន្ធនេះដូចខ្ញុំណាអូខេអញ្ចឹងវានឹង load official website ហ្នឹងនៅខាងលើបែបនេះហើយយើង click មកវានឹង redirect ទៅកាន់គេហទំព័រ VS Code មួយហ្នឹងអូខេបន្ទាប់មកយើង click download for Windows អញ្ចឹងវា download សម្រាប់អ្នកទាំងអស់គ្នាដែលប្រើ Windows OS បើគេយើងប្រើ Mac choose វា Mac OS ចឹងទៅប្រើ Linux use Linux ចឹងទៅណាអូខេឥឡូវ step ទី2ឬក៏ដំណាក់កាលទី2នេះគឺយើងបានលម្អិតរួចហើយយើងចូលមកកាន់ទី3ចុះទី3គឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការ write HTML ហ្នឹងគេ write វាបានដោយរបៀបណាទី1គឺយើងត្រូវចូលទៅធ្វើការបង្កើត folder សិនដើម្បីរៀបចំ structure project របស់យើងឲ្យវាមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយអញ្ចឹងធ្វើម៉េចគឺយើងអាចថាបង្កើតនៅលើ desktop នេះក៏បានដែរ folder ប៉ុន្តែខ្ញុំអត់ recommend ឲ្យយើងបង្កើតនៅលើ desktop ហ្នឹងទេវាញ៉ៃមើលទៅវា messy អញ្ចឹងយើងបើក file explorer មកចូលមកកន្លែង this PC នេះកន្លែង 3D របស់យើងនេះជាទូទៅខ្ញុំ recommend ឲ្យទុក 3D ទៅហ្នឹងហើយនេះដោយសារខ្ញុំមានfolder ច្រើនអញ្ចឹងដើម្បីបង្កើត folder បានគឺយើងអាចថាប្រើ shortcut ហ្នឹង shortcut ដែលយើងប្រើគឺយើងគ្រាន់តែវាយចុចនៅលើ keyboard របស់យើងចុច control បូកជាមួយ shift ហើយនឹងអក្សរ n ពងអញ្ចឹងវាបង្កើត folder យើងហើយ control shift n វាបង្កើត folder ហើយដាក់ឈ្មោះមកអូតថាខ្ញុំដាក់ថា HTML គេ HTML course អីចឹងទៅបាទ HTML course ចឹងខ្ញុំបាន folder មួយឈ្មោះថា HTML course ខ្ញុំបើកមកទៀតដំណាក់កាលបន្តទៀតគឺ step ទី2គឺយើងចង់បើក folder នេះចូលទៅក្នុងកម្មវិធី VS Code របស់យើងចឹងគ្នាយើងត្រូវប្រកាសថាគ្នាយើងបាន install VS Code នឹងរួចរាល់បើអត់ទាន់ install វាទេបើកទៅអត់ចូលទេចឹងដើម្បីបើក folder ហ្នឹងចូលទៅក្នុង VS Code បានគឺយើងអាចបើកបានពីរបៀបអញ្ចឹងខ្ញុំបង្ហាញរបៀបទី1ដែលខ្ញុំច្រើនតែធ្វើវាទី1គឺខ្ញុំចូលមកកាន់ folder របស់ខ្ញុំសិនខ្ញុំបើក folder របស់ខ្ញុំហើយយើងមើលខាងលើនេះយើងចុចនៅ path ខាងលើហ្នឹងឲ្យវា select path បែបហ្នឹងហើយយើងវាយពាក្យថា cmd វាយពាក្យ cmd ចុច enter ដើម្បីឲ្យវាបើក command prompt នេះនៅពេលដែលវាបើក command prompt បែបហ្នឹងហើយគ្នាយើងគ្រាន់តែសរសេរពាក្យថា code ចុចហើយបន្តមកចុច enter ពងអញ្ចឹងវាបើក VS Code ឃើញទេអាហ្នឹងគឺរបៀបបើក folder ចូល VS Code មួយទៀតយើងអាចបើកលក្ខណៈថាធម្មតាខ្ញុំបិទ VS Code របស់ខ្ញុំវិញយើងទៅ search ពាក្យ VS Code មកបាទបើកកម្មវិធីរបស់យើងសិនអញ្ចឹងដើម្បីនាំយក folder ឈ្មោះថា HTML course នេះមកក្នុងកម្មវិធី VS Code របស់យើងបានគឺយើងចូល file open folder នេះ file អីយ៉ាង file open folder ហើយទៅរកទីតាំងដែលយើងបានទុកថាតើ folder ទុកនៅណាមិញទុក 3D ទៅ search មកត search HTML នេះ folder មិញអញ្ចឹង click លើវា select folder ហ្នឹងមកក៏វានាំយក folder ហ្នឹងចូលមកក្នុង VS Code របស់យើងបានដែរអញ្ចឹងរបៀបបើកវាមាន2របៀបហ្នឹងតោះនេះយល់បានទេគ្នាយើងអូខេអាហ្នឹងដំណាក់កាលទី1គឺយើងត្រូវ understand អញ្ចឹង basic នេះគឺសំខាន់ណាស់អត់ចេះ basic គឺទៅរៀនអាកម្រិត advanced គឺ wall តែម្ដងអញ្ចឹងអាហ្នឹងគឺជាផ្នែកមួយដ៏សំខាន់មុននឹងអ្នកនរគ្នាទៅកាន់កម្រិតខ្ពស់ step 3 step 2 នេះមិញហើយរត់បើក folder ជាមួយនឹងកម្មវិធី VS Code អញ្ចឹង step 3 គឺយើង create file ដើម្បីសរសេរ HTML របស់យើងវិញយល់បានទេកន្លែងនេះអញ្ចឹង step 3 នេះដើម្បី create file បានគឺយើងចុះបង្កើត file អត់អីពិបាកទេគឺយើងមើល icon ខាងលើនេះពេលដែលយើងមកទៅ hold ពីលើវាគឺយើងឃើញគេដាក់ new file អានេះ new folder អញ្ចឹងយក new file ដើម្បីបង្កើត file ហ្នឹងណាអញ្ចឹងថា
ខ្ញុំដាក់មាន file HTML មួយឈ្មោះថា index.html គេសរសេរ index ចឹងហើយគេ dot វា html ចឹង .html នេះគឺជា extension របស់ HTML តោះនេះនៅពេលដែលសរសេរគឺយើងត្រូវមាន extension ហ្នឹងផងបើអត់មាន extension ទេ file ហ្នឹងអត់ដឹងថាជាប្រភេទ file អីទេពេលដែលសរសេរនឹង error យល់បានទេកន្លែងនេះអូខេចឹងយើងចុច enter មកយើងបាន file មួយឈ្មោះថា index.html ដូចទៅនឹងអ្វីដែលយើងបានកំណត់នៅកន្លែង planning របស់យើងឯងដូចទេត្រូវអត់អូខេអញ្ចឹងយើងចប់ចំណុចទី3ដែលមាន3 step នៅខាងហ្នឹងហើយយើងចូលមកកាន់ចំណុចទី4គឺ structure វិញម្ដងអញ្ចឹង structure ហ្នឹងគឺអីគេគឺមានរចនាសម្ព័ន្ធឬក៏ syntax នៃភាសាមួយហ្នឹងឬក៏ make up language របស់យើងហ្នឹងអញ្ចឹង structure របស់វាគ្នាអាចថាសរសេររបៀបកាត់បានអញ្ចឹងដើម្បីសរសេររបៀបកាត់គឺយើងគ្រាន់តែចុច shift សញ្ញាឧទានឃើញទេហើយគឺយើង press enter មកវានឹងបង្ហាញ syntax របស់ HTML ហ្នឹងមក automatically ហ្មងឃើញទេអាហ្នឹងគឺរបៀបដែលយើងហៅ syntax មកប្រើលឿនណានេះយល់ទេកន្លែងនេះបានប៉ុណ្្នឹងហើយខ្ញុំចាប់ផ្ដើមធ្វើការ explain គ្នាយើងអំពី structure នីមួយៗនៅក្នុង HTML របស់យើងឥឡូវខ្ញុំចាប់ផ្ដើមបញ្យល់អ្នកនរគ្នាអំពី tag នីមួយៗនៅក្នុង HTML អូខេចឹងដំបូងឡើយគឺយើងឃើញមាន .type HTML នេះគឺជាការបញ្ជាក់នៅ version HTML5 របស់អ្នកនរគ្នាតោះនេះដល់ពេលកន្លែង HTML ឡើងនេះមានន័យថាអ្នកនរគ្នាកំពុងតែសរសេរ HTML ដោយប្រើភាសាអីគេអង់គ្លេសតោះនេះអូខេនៅក្នុងនេះគឺ block head យើង block head block head នេះគឺវាមានដូចជា meta child set UTS-8 meta name viewport មានជា content width divide width initial scale 1.0 នេះចឹងទៅនេះវាតកតងជាមួយនឹងប្រភេទ device scale ណាបាទកន្លែងនេះគឺជា title នៅពេលដែលអ្នកទាំងអស់គ្នា run HTML element របស់អ្នកទាំងអស់គ្នាទៅកាន់ browser អញ្ចឹងអាកន្លែង tab នៃ website ឬក៏ web page របស់អ្នកទាំងអស់គ្នាហ្នឹងគឺវានឹងបង្ហាញ title ហ្នឹងឈ្មោះថា document ឥឡូវខ្ញុំ run test ឲ្យខ្ញុំមើលមួយទៅតោះខ្ញុំ run test ឲ្យខ្ញុំមើលមួយ open with live serverតែខ្ញុំមើលនេះគ្នាយើងឃើញខាងលើនេះវាចេញ document នេះបើសិនជាខ្ញុំដាក់ឈ្មោះអីផ្សេងកន្លែងនេះខ្ញុំ change title ដាក់ថា my HTML អញ្ចឹងកន្លែងនេះវា show my HTML ចុះបើខ្ញុំដូរទៀតខ្ញុំដាក់ថាម៉េចខ្ញុំដាក់ថា Gen Z coder បាទអញ្ចឹងកន្លែងនេះប្រកាសថាវាជា Gen Z coder តោះនេះអញ្ចឹងសរុបមកវិញកន្លែង title ហ្នឹងគឺជាការបង្ហាញនៅអីគេឈ្មោះរបស់ web page របស់យើងតោះនេះអូខេនៅក្នុង block head នេះគឺយើងអាចធ្វើការងារបានជាច្រើនទី1យើងអាចធ្វើការ add style របស់ CS ដោយយើងទៅសេ internal នៅក្នុង HTML របស់យើងឬក៏យើងអាចទៅសេជា script ស្គាល់ script វា script ហ្នឹងគឺតាក់ទងមួយពពួក JavaScript ហ្នឹងគ្នាគឺយើងអាចទៅសេនៅក្នុង block នៃ head ហ្នឹងដែរតោះនេះអូខេអញ្ចឹងនៅក្នុង block នៃ body វិញម្ដងគឺមានជា opening tag និង closing tag ចឹងគ្នាយើងកុំតន់ខ្វល់ថាខ្ញុំនិយាយ opening tag នឹងជាអី closing tag នឹងជាអីនៅវីដេអូក្រោយគឺខ្ញុំនឹងបង្ហាញគ្នាយើងថាតើអ្វីជា opening tag ហើយតើអ្វីទៅជា closing tag តោះនេះអូខេចឹងនៅក្នុង block body នេះគឺជាកន្លែងមួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាបង្ហាញនៅ content ទៅកាន់ web page របស់អ្នកទាំងអស់គ្នាឧទាហរណ៍ថាខ្ញុំមានពាក្យអីមួយខ្ញុំសរសេរថា Gen Z coder ចឹងវានឹងបង្ហាញពាក្យ Gen Z coder នៅ web page ចឹងអ្នកនរនេះចំណាំសម្ដីខ្ញុំទៅឲ្យតែ content ដែលយើងបង្ហាញទៅកាន់ web page គឺយើងសរសេរនៅក្នុង block នៃ body នេះតែកុំសរសេរអញ្ចឹងដូចខ្ញុំសរសេរអញ្ចឹងអត់ត្រូវទេគឺគេមាន text របស់គេត្រឹមត្រូវនឹងការសរសេរមិនសរសេរឆៅយកអញ្ចឹងទេតោះណាប៉ុន្តែនេះគ្រាន់តែខ្ញុំ demo ឲ្យគ្នាដឹងថា block ហ្នឹងគឺសម្រាប់បង្ហាញ content ដូចខ្ញុំសរសេរបែបហ្នឹងកុំឲ្យគ្នាមានភាពស្មុគស្មាញថា text ដាក់ text ទៅគឺ wall វាឡើយអញ្ចឹងគឺអត់ទេខ្ញុំសរសេរតែប៉ុណ្្នឹងទៅបានហើយដល់ទៅពេលកន្លែងនេះគឺមានជា HTML មួយនេះយើងឃើញមាន HTML ហើយតែមាន text បើគឺវាមាន text បិទដូចគ្នាដែរអូខេអញ្ចឹងខ្ញុំបញ្យល់គ្នាយើងទៅលើ structure របស់ HTML syntax មានតែប៉ុណ្្នឹងបាទនៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅ4ដំណាក់កាលនេះដោយដំណាក់កាលទី1ខ្ញុំនឹង show គ្នាយើងអំពីការ install នៅ extension មួយមានឈ្មោះថា live server ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចធ្វើការ run នៅ HTML element ទៅកាន់ browser បានតោះនេះនៅកន្លែងនេះទី2គឺខ្ញុំចង់បង្ហាញគ្នាអំពីតើអ្វីទៅជា HTML tag ឲ្យគ្នាស្គាល់ tag មួយចំនួននៅក្នុង HTML សិនតោះនេះអូខេទី
ទី3គឺខ្ញុំឲ្យគ្នាស្គាល់តើអ្វីទៅគឺជា HTML element យល់បានទេហើយចុងក្រោយគេគឺ HTML attribute ដូចគ្នាដែរតោះកុំឲ្យខាត់ពេកយើងបើក VS Code របស់យើងទាំងអស់គ្នានេះគឺជា code ដែលយើងធ្វើការពីវីដេអូមុនខ្ញុំគ្រាន់តែជាការ test នៅ structure syntax របស់ HTML ដែលយើងឃើញថ្ងៃមុនណាអូខេឥឡូវដំណាក់កាលទី1គឺយើងទៅ install live server ទាំងអស់គ្នាអញ្ចឹង live server នេះវាជា extension មួយនៅក្នុង VS Code ដើម្បី install វាបានយើងមើលមកផ្នែកខាងឆ្វេងនេះបន្តមកទៀតយើងមើលមកត្រង់កន្លែង extension icon ឬក៏ពេលយកមកទៅដាក់ពីលើវាចេញពីអី extension ឬក៏យើងប្រើ shortcut control shift បូកនឹង x យល់ទេចុចវាមកហើយគេយើង search ពាក្យថា live server អូខេពេលដែល search live server ហើយយើងយកអាខាងលើគេនេះតោះនេះដោយសារតែខ្ញុំធ្លាប់បាន install វាពីមុនទៅវាអត់ load ពាក្យថា install វាចេញពី uninstall វិញឥឡូវបើខ្ញុំលុបវាចេញគេនឹងឃើញ live server ហ្នឹងវាតម្រូវខ្ញុំ install វាហើយខ្ញុំចំណាំទៅនេះមានតែ install 69.7m អញ្ចឹងយើង install ឲ្យមួយហ្នឹងមក install ពង install ហើយវាយើង close វាវិញមកតោះ close វាវិញតមកទៀតគឺខ្ញុំចង់បិទអានេះកុំឲ្យវារំខានឬក៏បាំងញញៃច្រើនដើម្បីបិទវាបានគឺយើងអាចថាចុចនៅលើ extension នេះទៅវាបិទហើយឬក៏ម្យ៉ាងទៀតយើងប្រើ shortcut control B control B ក៏បិទ control B ម្ដងទៀតក៏បើកដូចគ្នាដែរយល់ទេកន្លែងនេះតោះខ្ញុំzoomតិចទៅអញ្ចឹងដើម្បី zoom នេះចេះ zoom in zoom out ដែរ zoom in zoom out នៅក្នុង HTML មិន HTML នៅក្នុង VS Code របស់យើងគ្នាយើងអាចថាប្រើ control ដកគឺ bridge វាព្រមវាឲ្យតូចដល់ពេល control បូកគឺវា bridge ឲ្យធំយល់បានទេឃើញទេអានេះគឺការ bridge រួមដែលយើងប្រើ control ដក control បូកយល់ទេអូខេតោះឥឡូវខ្ញុំបាន live server ជា extension របស់ VS Code ហើយខ្ញុំមានជា content មួយដែលខ្ញុំចង់ display វាទៅកាន់ browser អូតើតានៅពេលដែលខ្ញុំបើក browser ឬក៏ run HTML element មួយហ្នឹងឲ្យវា display នៅពាក្យថា hello HTML អញ្ចឹងគឺយើងត្រូវចំណាំសម្ដីខ្ញុំរក content ដែលអ្នកទាំងអស់គ្នាទៅ share ឬបង្ហាញទៅកាន់ browser គឺអ្នកទាំងអស់គ្នាសរសេរនៅក្នុង block body នេះតោះនេះទៅ share នៅក្នុង block body នេះអញ្ចឹងខ្ញុំមានជា h1 មួយគឺយើងបាច់តន់ខ្វល់ h1 ហ្នឹងគេប្រើធ្វើអីទេគ្រាន់តែខ្ញុំ demo ឲ្យខ្ញុំដឹងសិនតោះហើយទៅ say ថា hello HTML បាទ hello HTML អញ្ចឹងខ្ញុំចង់ display ពាក្យ hello HTML នេះទៅកាន់ browser ធ្វើម៉េចមកស្ដាំពីលើកន្លែងតេណាមួយក៏បានដែរបន្តមកទៀតយកពាក្យថា open with live server អញ្ចឹងវានឹង show នៅ content មួយហ្នឹងនៅខាងលើនេះឯងនៅខាងក្នុង web page របស់យើងឯងតោះនេះហ្នឹងគឺជាទម្រង់នៃការ display តាមរយៈ live server តោះនេះអូខេហើយបើយើងមាន h1 បន្ថែមទៀតយើងទៅសេទៀតមកមាន h1 មួយទៀតដាក់មួយទៀតមកam Gen Z coder អញ្ចឹងទៅបាទ Gen Z coder បាទវា show am Gen Z coder មកមួយទៀតឃើញទេអូខេអាហ្នឹងគឺលក្ខណៈនៃការប្រើប្រាស់ live server ចុះយើង complete step ទី1ទៅstep ទី1គឺ complete ហើយ live server ក៏ install បាន run HTML element ទៅកាន់ browser ក៏បានដូចគ្នាឃើញទេអូខេ step ទី2គឺខ្ញុំនឹងបង្ហាញទាំងអស់គ្នាតើអ្វីទៅជា HTML tag ស្កត់ tag ដូចគ្នាយើងតោះឥឡូវទៅមើលនិយមន័យ HTML tag ទីទៅនេះគឺជាឯកសារដែលខ្ញុំធ្លាប់បានសិក្សាពីមុនមកអញ្ចឹងតាមរយៈ HTML tag គឺជា label ឬក៏ keyword ដែលហុំព័ទ្ធទៅដោយសញ្ញា angle bracket ស្គាល់ angle bracket ទេគ្នាយើងនេះសញ្ញា angle bracket នេះសញ្ញានេះយល់បានទេសញ្ញានេះសញ្ញាតូចជាងឬក៏សញ្ញាធំជាងហ្នឹងគេហៅថា angle bracket ដែរតោះនេះអូខេអញ្ចឹងគ្រប់ tag ទាំងអស់វាតែងតែមានអាសញ្ញា angle bracket ហ្នឹងនៅអមជាមួយនឹងឈ្មោះនៃ tag ហ្នឹងអូដល់ HTML tag អញ្ចឹងវាមាន angle bracket នៅសងខាង angle bracket ខាងឆ្វេងគេឲ្យឈ្មោះថា left angle bracket ចំណែកខាងស្ដាំគេហៅថា right angle bracket តោះនេះនៅកន្លែងហ្នឹងយល់បានអូខេអញ្ចឹង tag វាមានច្រើនមិនមែនមានតែប៉ុណ្្នឹងទេដូចយើងចូលមកក្នុង HTML structure របស់យើងឃើញមាននៅខ្លះនេះ doc type doc type HTML tag head tag ចឹងវាមានលើសពីនឹងទៅទៀតគ្រាន់ថាដំណាក់កាលដំបូងគឺយើងរៀនយល់អំពី tag សិនរៀនដឹងថារៀនស្គាល់ថាតើ tag ហ្នឹងមិនមុខវាមិនវាមាននៅខ្លះនៅក្នុងហ្នឹងតែប៉ុណ្្នឹងសិនទៅគឺបានហើយអូខេតទៀត tag ទាំងនេះប្រាប់ browser ពីការ format all structure of the content on web page ចឹងកន្លែងហ្នឹងមានន័យថាម៉េច
មានថា take នីមួយវាមានតួនាទីផ្សេងគ្នាតួនាទីដែលវា format អូថាតម្រង H1 នេះបើយើង display នៅលើ browser យើងឃើញតម្រង format របស់វាមានលក្ខណៈមិនអក្សររៀងដិតហើយរៀងធំអញ្ចឹងទៅតោះនេះអាហ្នឹងគឺតួនាទីដែល take នឹងត្រូវធ្វើការអូខេទី2 take នីមួយតែងតែមានមួយគូដែលគេហៅថា opening take និង closing take មានដូចជាអានេះខ្ញុំអត់បានដាក់បង្ហាញគេយើងថាមានអីខ្លះអញ្ចឹងខ្ញុំនឹងអនុវត្តនៅលើ real time ម្ដងលើ VS Code របស់ខ្ញុំគេថា take នីមួយមានគូដែលគេហៅថា opening take និង closing take តោះនេះ opening take និង closing take អញ្ចឹងថាតើ opening take ហ្នឹងជា take របៀបម៉េច closing take ហ្នឹងជា take របៀបម៉េចអូខេហើយហេតុអីបានគេហៅវាថាជា take ដែលមានគូតោះតែមើល VS Code របស់យើងទាំងអស់គ្នាខ្ញុំសុំលុបអានេះវិញខ្ញុំមាន H1 take មួយពងគេឃើញនៅពេលដែលខ្ញុំហៅ H1 មកប្រើឃើញវាមានមកគូរបស់វាអានេះគឺ opening take ខ្ញុំ select ប៉ុណ្្នឹងអ្វីដែលខ្ញុំ select ប៉ុណ្្នឹងគេហៅថា opening take ដល់ពេលដែលខ្ញុំ select ប៉ុណ្្នេះទៀតគេហៅថា closing take អញ្ចឹងមើលមិនដឹង opening មើលមិនដឹង closing រៀនចំណាំ opening គេទៅសេតម្រង់បែបនេះតោះនេះហើយវាច្រើនតែនៅខាងមុខ closing take យល់ទេចំណែក closing take គឺជា take ដែលនៅពីក្រោយហើយចំណាំវាបានដោយមានសញ្ញា slash នេះតោះនេះអូខេអាហ្នឹងគឺគេហៅថា take ដែលមានគូអញ្ចឹង take ដែលមានគូគឺមាន opening take និង closing take នឹងឯងតោះបានទេកន្លែងហ្នឹងអូខេចុះបើសិនជាយើងចង់បង្ហាញ content តាមរយៈ take ហ្នឹងគឺអ្នកនរគ្នាទៅសេនៅក្នុងចន្លោះនៃ take បើកនិង take បិទរបស់យើងនេះឬក៏ opening take និង closing take ហ្នឹងឯងតោះឥឡូវឧទាហរណ៍ខ្ញុំមានពាក្យមួយចង់បង្ហាញខ្ញុំដាក់ថាam Gen Z coder បាទខ្ញុំសរសេរអញ្ចឹងមកអញ្ចឹងវាបង្ហាញ am Gen Z coder display នៅលើ browser មិនទាន់បានទេកន្លែងហ្នឹងយល់អញ្ចឹង take មានគូគឺតម្រង់វាបែបហ្នឹងយល់ទេអូខេតោះបែបទៅនិយមន័យរបស់យើងតទៀត note គ្នាយើង note តោះ note គេថានេះ note គេដាក់ថាមាន take មួយចំនួនមិនមាន closing take ទេហើយមិនគេថា take មួយចំនួនអត់មាន closing take ប្រភេទទាំងនេះគេហៅថា cell closing element មានដូចជា BR IMG ជាដើមតែពិតមានលើសពីនឹងទៀតប៉ុន្តែខ្ញុំដាក់ example តែពីរហ្នឹងឲ្យគ្នាស្គាល់សិនមកយល់មកដឹងសិនមកទៅតន់ថាយល់អំពីនៃវាជ្រៅទៅថានេះធ្វើអីអានេះធ្វើអីគឺមិនតន់ទេមួយសិនទៅគ្នាតន់ទេអូខេអញ្ចឹងពពួកដែលអត់មាន opening take គឺវាមានតែ closing take របស់វាហ្នឹងគេហៅវាថា cell closing element ឥឡូវខ្ញុំលើកយក BR នេះយកមកបង្ហាញសិនតើខ្ញុំយក BR មកបង្ហាញណាខ្ញុំប្រើ BR ពងគ្នាឃើញថា take ហ្នឹងគេទៅសេចេះវាអត់មានអា take បើកនៅខាងមុខទៀតទេគេអត់មានទៅសេឯណា BR ចេះទៀតទេយល់តែវាអត់មានហ្មងបាទគេទៅសេទៅវាចេញប៉ុន្តែគាត់ថាវាអត់មានអត់ត្រូវតាម structure របស់គេកំណត់ជូនណាតោះនេះបាទអាហ្នឹងគឺគេហៅថា closing take ហ្នឹងហើយហៅថា closing take closing take តោះនេះកន្លែងនេះយល់បានទេគ្នាយើងហ្នឹងហើយអានេះគឺគេហៅថា take min go ហើយ take min go ចំណាំទៅមាន opening take និង closing take បាទហ្នឹងគឺជាដំណាក់កាលមួយដែលយើងត្រូវ understand អំពី take បាទអូខេតោះគ្នាយើងតទៀតអញ្ចឹងមុនហ្នឹងគឺខ្ញុំបានធ្វើការបង្ហាញគ្នាយើងហើយពីនិយមន័យនៃ HTML take ហើយគ្នាយើងក៏បានស្គាល់អំពី take មួយចំនួនខ្លះដែរអូខេអញ្ចឹងនៅក្នុង step ទី2នឹងដដែលគឺខ្ញុំធ្វើការលម្អិតគ្នាយើងបន្ថែមអំពី take ទាំងអស់នោះដើម្បីគ្នាយើងដឹងថាតើពេលណាយើងត្រូវប្រើពពួកទាំងអស់ហ្នឹងយល់ទេអូខេអញ្ចឹង take ដែលខ្ញុំលើកយកមកបង្ហាញគ្នាយើងដំបូងនេះគឺជា group of 8 take group នៃ 8 take វាមានពី H1 រហូតដល់ H6 ហើយអញ្ចឹង purpose របស់វាឬក៏គោលបំណងនៃការប្រើប្រាស់ H1 H2 H3 រហូតដល់ H6 នេះគឺយើងប្រើសម្រាប់រំលេចវាជាពពួក heading ឬក៏ title ហ្នឹងគេប្រើពពួក 8 take ហ្នឹងហើយតោះណាអូខេវាអាស្រ័យទៅលើតម្រូវការរបស់គេថាតើគេប្រើពពួកមួយណាវាអាចថាជា H1 H3 ឬក៏ H5 ទៅតាមហ្នឹងទៅតោះនេះការងាររបស់គេ handle ប្រភេទអីគេដាក់ H1 ហ្នឹងយកមកប្រើហើយតោះឥឡូវយើង back មកកាន់ VS Code របស់យើងវិញអញ្ចឹងខ្ញុំនឹងធ្វើការ compare ទៅលើពពួក take ទាំង6ហ្នឹងដើម្បីឲ្យយើងឃើញពីភាពខុសគ្នារបស់វាតោះឥឡូវនេះខ្ញុំមានជាប្រភេទ take H1 មួយខ្ញុំដាក់ថា introduction តោះ introduction ខ្ញុំសូមបញ្ជាក់ឲ្យយើងបន្តិចនៅក្នុងក្រុមនៃ 8 take
វាមានពី h1 រហូតដល់ h6 ខ្ញុំឧទាហរណ៍ពី h1 ដល់ h6 អញ្ចឹង h កាន់តែតូចទំហំគឺកាន់តែធំមិនមែនគ្នាឃើញអា h6 នេះបើកាត់ជាលេខវាធំជាងលេខ1ទេប៉ុន្តែទំហំរបស់វាគឺតូចជាង h1 ទេយល់បានទេបានន័យថាទំហំ h កាន់តែតូចទំហំនៃអក្សរដែលបង្ហាញ display ហ្នឹងគឺកាន់តែធំអញ្ចឹងបើគ្នាចង់បានទំហំអក្សរធំគឺប្រើ h1 ធំជាងគេធំអស់ប៉ុណ្្នឹងហើយយល់ទេឥឡូវខ្ញុំតេស្តឲ្យគ្នាមើលនៅពេលដែលខ្ញុំបើក browser នេះយើងឃើញទេឃើញថា h1 យើងទៅសេពាក្យថា introduction គឺវាធំហើយដល់ពេល h6 ទូចញ៉េបឃើញទេនេះហើយគឺជាភាពខុសគ្នារវាង text នីមួយប៉ុន្តែពួកហ្នឹងគឺវានៅក្នុង group តែមួយចុះបើយើងមានអីទៀត h2 វាទូចជាង h1 ហ្នឹងមកតង់ទៅតោះនេះឥឡូវថា my name if Gen Z coder បាទ Gen Z coder អញ្ចឹងđấy យើងមើលពីលក្ខណៈរបស់វាឃើញវាតូចជាង A1 នេះហ៎តូចជាង H1 ហ៎ដល់ពេល H3 វាទូចជាង H2 ទៅទៀតហ្នឹងហើយកាន់តែតូចជាង H1 ទៅទៀតហ្នឹងអាហ្នឹងគឺលក្ខណៈនៃការរៀនមើលពីភាពខុសគ្នារបស់ text ទាំងអស់ហ្នឹងតើឥឡូវ H3 វាមិន H3 ទំហំរបស់វាថាខ្ញុំទៅសេដាក់ថា I'm 25 years old អញ្ចឹងខ្ញុំឧទាហរណ៍ណាបាទហើយយើងមានជា H4 ទៅហោហែមកmy favorite song if because my favorite sport ហ្នឹងបាទ my favorite sport is football ហើយចុងក្រោយគេ H5 in my future I want to be a web developer chẳng hạnបាទអូខេតើខ្ញុំមាន6 text ហ្នឹងហើយយើងមើលលក្ខណៈខុសគ្នារបស់ text នីមួយៗអញ្ចឹង H1 ទំហំធំជាងគេបន្តមកទៀតយើងមានជា H2 ទំហំរបស់វាគឺតូចជាងអា H1 ហ្នឹងទៅដល់ពេលអា H3 កាន់តែតូចជាង H1 ហើយទូចជាង H2 អញ្ចឹងទៅអាហ្នឹងហើយគឺភាពខុសគ្នានៃ group of 8 text ហ្នឹងឯងតោះនេះគឺយើងហើយអញ្ចឹងរៀនប្រើប្រាស់ពពួកទាំងអស់ហ្នឹងហើយគឺយើងរៀន understand អំពីវាគឺយើងចង់ដឹងអនុវត្តឲ្យបានច្រើនគឺការទៅចេះទៅតាមនោះដូចគ្នាដែរតោះនេះអូខេតោះឲ្យមានប៉ុណ្ណឹងតើតងជាមួយនឹង H-Check គឺសរុបមកវិញគឺគេប្រើវាសម្រាប់ធ្វើការរំលេចជាពពួក title ឬក៏ heading អីហ្នឹងអូខេតោះខ្ញុំលុបវាចោលវិញឬក៏មិនបាច់លុបទេខ្ញុំ comment ទុកទៅចឹងដើម្បី comment បានគឺយើងអាចថាអីបើយើង comment ទាំងអស់ចឹងយើង select វាមកបន្ទាប់មកយើងប្រើ control +ទៅអានេះវា comment ឲ្យយើងហើយបើយើង comment line មួយយើងអាចថា select តែមួយ line ហ្នឹងហើយ control / ទៅក៏វា comment តែ line ហ្នឹងដែរតោះនេះគឺយើងយល់បានទេអូខេតោះយើងមើល chat GPT តទៅមកយើងមាន text ជាច្រើនទៀតដែលយើងត្រូវរៀននេះដូចជាពពួក p text នេះគឺជា text មួយយ៉ាងដែលគេប្រើសម្រាប់ពពួក paragraph text ស្គាល់ពពួក paragraph ទេជាប្រភេទអត្ថបទអញ្ចឹងកាលណាដែលយើងទៅសេជាទម្រង់អត្ថបទខ្ញុំមាន website មួយបើក website គ្នាមើល Alibaba អញ្ចឹងទៅបាទដូចជាទម្រង់លក្ខណៈថាអត្ថបទចេះនេះលោកថានេះជាអត្ថបទមួយចុះបាទគឺយើងអាចថាប្រើ p text បានយល់ទេនេះរបៀបអត្ថបទវែងចេះយើងប្រើ p text ហើយដែលបានប្រើ p text ដោយសារ p text គឺវា handle ការងារជាប្រភេទអត្ថបទយល់ទេអញ្ចឹងយើងប្រើទៅតាមអ្វីដែលគេបានកំណត់ឲ្យយើងស្រាប់នេះឃើញគេដាក់ purpose paragraph text យល់បានទេតោះឥឡូវថាខ្ញុំមាន paragraph មួយខ្ញុំប្រើជាមួយនឹង p text ខ្ញុំបើក less angle bracket មកខ្ញុំទៅ say p បិទមកវិញអញ្ចឹងវាបើក opening text ជាមួយនឹង closing text ឲ្យខ្ញុំ auto មកឃើញទេអូខេអញ្ចឹងនៅក្នុងនេះខ្ញុំមានជាអត្ថបទមួយឧទាហរណ៍ខ្ញុំ copy ចេញពី Alibaba ដែរខ្ញុំយកអត្ថបទនេះអត់ទៅសេទេកុំឲ្យខាត់ពេកបាទពេកចូលមកឃើញថាខ្ញុំទៅសេមួយជួរទេហើយដើម្បីមើល result វាចេញមិននេះវាចេញចេះឃើញទេអញ្ចឹងបើយើងមានអត្ថបទវែងដាក់ថែមមកដាក់ថែមខ្លះទៀតមកយើងចេះផាសហើយផាសគឺយើង control V ដល់ពេលយើង copy control C អូខេចេះអស់ហើយត្រូវអត់នេះឃើញអត្ថបទវាធ្លាក់មកហើយនេះអាហ្នឹងគឺយើងប្រើអីគេប្រើ p text តែចង់បានវាវែងទៀតផាសទៀតមកផាសរហូតទៅយល់ទេផាសរហូតទៅអញ្ចឹងវានឹងវែងទៅតាមនឹងដូចគ្នាឃើញទេអូខេហើយហេតុអីបានជាយើងអត់មានចុះបន្ទាត់ផងយើងទៅសេតែមួយ line ទេនៅក្នុងនេះបើយើងកាត់ទៅយើងទៅសេតែមួយ line នេះឃើញទេ line ទី17គឺប្រើ p text សត
ហើយđâyបានជាដល់ពេលវា display នៅលើ browser វាចេញជាលក្ខណៈ line ហើយវាចង់បន្ទាត់ auto ខ្លួនឯងអញ្ចឹងប្រព័ន្ធ ptake នេះគឺបានន័យថាវា break line ឲ្យ auto ហ្មងនៅពេលណាដែល width របស់វាគឺហួសដែនកំណត់ហួសដែនកំណត់មិនបានន័យថា width នៅទីនេះ web page របស់យើងប្រវែងវាតែ100%ទេអញ្ចឹងបើអក្សររបស់យើងវាលើស 100% វានឹង break line មក line ថ្មីឯងតោះណាអញ្ចឹងហ្នឹងគឺ ptake វាចាប់យកមកអញ្ចឹងតោះណាអូខេ ptake គឺជាអត្ថបទអញ្ចឹងអត្ថបទវា break line auto តោះយល់បានអូខេតោះឥឡូវយើង back ទៅវិញចុះផ្ទាំងកុំព្យូទ័របាទអូខេយល់បានទេគឺយើងកន្លែង ptake ហ្នឹងបាទឥឡូវយើងបាន take 2ដែលយើងបានរៀននេះ take ទី1គឺពពួកគ្រប់អស់ 8 take ដែលមានពី h1 ដល់ h6 អញ្ចឹងតួនាទីរបស់វា handle ការងារគេជាប្រភេទ heading ឬក៏ title អញ្ចឹងគ្នាយើងអាចប្រើ 8 take ទាំងអស់នេះបានអញ្ចឹងគ្នាយើងប្រើទៅមួយណាដែលគ្នាពេញចិត្តដាក់មួយហ្នឹងទៅ ptake គឺជាប្រភេទ take មួយយ៉ាងដែលយើង handle ការងារជាលក្ខណៈអត្ថបទយើងអាចប្រើ ptake បានតោះណាអូខេតោះមានអីគេទៀតមានជាប្រភេទគេហៅថា bold នេះអានេះបើអ្នកនរធ្លាប់រៀន word វាស្តៀង word ដែរ HTML អូរថាពាក្យ HTML text នេះខ្ញុំចង់ឲ្យវាអក្សរធំបើនៅលើ word ខ្ញុំចុច bold ទៅវាអក្សរធំទៅអញ្ចឹងនៅក្នុងនេះនៅក្នុង HTML របស់យើងក៏វាមាន text bold ហ្នឹងដែរយើងមើលនេះវាមាន text bold ហ្នឹងដែរតើយើងខល bold ហ្នឹង purpose របស់វាគឺ bold text strong ស្មើនឹង important តើឥឡូវយើងសាកប្រើ bold ហ្នឹងទាំងអស់គ្នាថាតើលក្ខណៈរបស់វាដូច word ដែលខ្ញុំនិយាយមិនអត់ខ្ញុំខល b text ហ្នឹងមកពងអញ្ចឹងខ្ញុំសរសេរដាក់ថា testing ហើយមើល result ឃើញវាចេញ bold ហើយឃើញវាចេញ bold ហ្នឹងអ្នកអក្សររៀងដិតបើយើង compare មួយ ptake អត្ថបទនេះយើងសរសេរដល់ប្រើ ptake អានេះគឺជាពាក្យដែលយើងសរសេរដែលប្រើ bold ឬក៏ប្រើ btake ហ្នឹងឯងយល់ទេឃើញទេវាស្តៀង word ដែរហើយមួយទៀតbold ហ្នឹងវាមានលក្ខណៈ similar ទៅនឹង text មួយទៀតនៅក្នុង HTML គឺមាន text មួយទៀតឈ្មោះ strong នេះអញ្ចឹងពីរហ្នឹងវា similar គ្នាឬក៏ស្តៀងគ្នាឥឡូវខ្ញុំប្រើ strong text ហ្នឹងមកតោះ strong បងហើយខ្ញុំសរសេរថា strong អញ្ចឹងដែរសរសេរ strong យកមកដែរហើយយើងមើល display វានេះយើងឃើញថាវាមិនវាមានលក្ខណៈ bold ដូចគ្នាអញ្ចឹងពីរហ្នឹងទាំងអស់គ្នាអាចថាប្រើមួយណាក៏បានដែរប្រើ strong នេះក៏បានប្រើ bold នេះក៏បានដែរតម្រងដែលវា display មកគឺដូចគ្នាមកអាហ្នឹងគឺ text ពីរហ្នឹងគឺសម្រាប់ប្រភេទពួកអក្សរដិតយល់បានទេ purpose របស់វាឃើញទេគេដាក់ purpose ឲ្យយើងមើលដែរយល់បានទេកន្លែងហ្នឹងតោះអូខេគ្នាយើងមើលមួយទៀតតោះគ្នាឆ្ងល់អត់ហេតុអីបានជា testing ហើយនឹង strong បើយើងមើលនៅក្នុង HTML របស់យើងនេះយើងសរសេរ line ពីរផ្សេងគ្នាទេប៉ុន្តែពេលដែលវា display ទៅកាន់ web browser របស់យើងមិនបានវានៅ line តែមួយឃើញពាក្យ strong ហើយនឹងពាក្យ testing ហ្នឹងវានៅ line តែមួយអត់នេះយើងឃើញហ៎អញ្ចឹងធ្វើម៉េចដើម្បីឲ្យពាក្យថា strong នេះវាចាប់ផ្ដើមនៅជួរថ្មីអញ្ចឹងគ្នាអាចថាប្រើ b ដើម្បី break line br មិន b អធិស្ឋានអាចថាប្រើ br ដើម្បី break line បានអញ្ចឹងនៅទីនេះគេមាន text មួយទៀតជា br នេះ text នេះអា text នេះខ្ញុំ show គ្នាយើងអាពេលដែលយើងរៀន closing text ឬក៏ពពួកគេហៅថា cell closing element ហ្នឹងហើយអញ្ចឹងខ្ញុំថាបាន show គ្នាយើងនៅពេលដែលយើងប្រើ br ហ្នឹងទៅវានឹង break line នៅពេលដែលវា break line អា strong នេះវានឹងចាប់ផ្ដើមនៅ line ថ្មីនៅក្នុង web page របស់យើងឃើញទេឃើញវាចាប់ផ្ដើម line ថ្មីអត់តោះណាយល់បានទេអញ្ចឹងត្រូវ understand អំពីអាពពួក text ទាំងអស់នេះហើយដំបងខ្ញុំគិតថាអត់សំខាន់ណាគ្នាយើងបើអត់យើងអត់មានអា concept តូចហ្នឹងទេទៅរៀនអាធំក៏ពិបាកដែរយល់ទេតោះហើយយើងមានអីទៀតតោះមើលទៀតតោះមាន BR យើងហើយនៅ line and break no closing tag នេះមាន HR មួយទៀត HR នេះជាប្រភេទ tag មួយដែលជាការ design នៅក្នុង HTML វាអត់ស្អាតទេវាគ្រាន់តែ design ឲ្យមើលមកឃើញមួយផ្នែកភ្នែកអីចឹងទៅអញ្ចឹងគេមាន tag មួយទៀតជា HR tag នេះគឺយើងប្រើវាសម្រាប់ធ្វើការដាក់ line ស្គាល់ line ឯបន្ទាត់នេះនៅពេលដែលយើងប្រើ HR ហ្នឹងទៅឃើញវាចេញ line មួយនេះ line មួយជួរដេកនេះយើងឃើញទេឃើញវាស្អាតទេបើយើងចង់ស្អាតតតែយើង add CSS បន្ថែមទៅលើវាតែឥឡូវយើងអត់តរៀន CSS តែយើងរៀនអំពី text សិន
បក HTML សិនយល់ទេអាហ្នឹងគឺ take HR ដែលយើងប្រើវាសម្រាប់ធ្វើការដាក់ line ហ្នឹងឯងឬក៏ដាក់បន្ទាត់តោះទេអូខេតោះយើងមើលតទៀតមកយើងគេតោះគ្នាអញ្ចឹងយើងតទៀតមកយើងមានជា take អីទៀតយើងមានជា span take អីចឹងទៅអញ្ចឹងយើងអាចថាយកតែមើលវាបន្ថែមមែនតើ take មានច្រើនណាបក HTML យើងរៀនអត់អស់ទេខ្ញុំរៀនតែចំណុចសំខាន់ដែលយើងអាចថាយកវាទៅប្រើការthì បើខ្ញុំចង់ដឹងថា HTML មាន take ខ្លះខ្ញុំវាយមក HTML take ចឹងទៅវាមានមកកណគឺ take រៀនអត់ទេគឺច្រើនមែនតើដូចជា website គេនេះដូចជា website Geek នេះឬក៏ W3 School ក៏បានគឺ take មានច្រើនដែរឃើញទេ by alphabet នេះ HTML take ខ្ញុំមើលឃើញ take ច្រើនដែរចឹងយើងរៀនប្រើទៅលើតែ take ណាដែលវាលក្ខណៈថាយើងប្រើញឹកញាប់ចាំបាច់ត្រូវតែប្រើហ្មងក្នុងការ develop ដែលអត់សូវខ្វះអត់បានណាចាំយើងធ្វើការរៀនវាបើសិនជាឲ្យយើងទៅរៀនទាំងអស់ហ្នឹងគឺយើងមិនអាចចាំអស់ទេតើនេះគឺច្រើនណាស់គឺយើងចឹងរៀនចំណុចណាដែលវាសំខាន់យើងយកមកប្រើការបានតោះនេះតោះឲ្យតទៀតមកឥឡូវយើងនេះដូចជា take deal នេះគឺសំខាន់ណាស់យើងពេលដែលយើង develop គេហទំព័រគឺខ្វះអត់បានហ្មងអា deal take ហ្នឹងគឺប្រើរហូតតែ use deal នេះធ្វើជា block នៃ container តោះទេហើយបន្តមកយើងអាចថាមាន attribute មួយចំនួនដូចជា ID ឬក៏ class ផ្សេងហ្នឹងទៅអាហ្នឹងពេលដែលយើងរៀនជាមួយនឹង CS បន្ថែមបានយើងស្គាល់ថា attribute នេះជាអីគេអូខេតោះលើខ្ញុំបើក VS Code ឧទាហរណ៍ថាខ្ញុំមាន deal មួយជា parent deal បាទនេះគឺជា parent deal នៅក្នុង parent deal នេះខ្ញុំត្រូវការឆោត parent deal ចំនួន2អញ្ចឹងដែរគេថា2ខ្ញុំវាយ deal ចឹងមួយហើយខ្ញុំដាក់ deal មួយទៀតអូខេអញ្ចឹងអាខាងក្រៅនេះគឺជា parent deal ដល់ពេលខាងក្នុងនេះគឺជា code deal យល់ទេអូខេបន្តមកឧទាហរណ៍ថានេះជាអីគេហើយជា logo អញ្ចឹងទៅហើយនេះគឺជាគេ menu អញ្ចឹងទៅយល់បានទេជា menu អញ្ចឹងទៅយល់ទេអានេះតើយើងធ្វើការងារជាមួយនឹង CS ជាក់ស្ដែងមកយើងដឹងថាវា wrap ទៅលើ block of container របៀបណាអូខេប៉ុន្តែដោយសារតែយើងអត់មាន CS យើង design ទៅវានៅតែធម្មតាអញ្ចឹង result វាចេញមក logo menu logo នៅលើ menu នៅក្រោមប៉ុន្តែដល់តែពេលយើង add វាជាមួយនឹង CS យើងគ្រាន់តែ display វាទៅ display flick ទៅពីហ្នឹងវានៅ line តែមួយហើយយើងអាចញែកវាជា content ពីរផ្សេងគ្នាបានអាហ្នឹងតើយើងរៀន CS យើងមានរឿងជាច្រើនដែលនិយាយគ្នាទៀតហើយតោះនេះអូខេឥឡូវគ្រាន់តែខ្ញុំឲ្យគ្នាដឹងថា deal ហ្នឹងគឺជាក់ស្ដែងគឺគេប្រើវាសម្រាប់ធ្វើការ design ទៅលើ content layout របស់គេតោះនេះអូខេតោះគ្នាអញ្ចឹងខ្ញុំឃើញថាយើងរៀនបាន take ច្រើនណាស់ហើយដូចជាយើងបានប្រភេទ take គួរសមដែលអាចឲ្យគ្នាយកទៅរៀនបន្ថែមតាមរយៈគេហទំព័រផ្សេងទៀតបានគឺយើងអូខេតោះឥឡូវនេះគឺខ្ញុំធ្វើការ show គ្នាយើងបន្ថែមតិចទៅតកតងជាមួយនឹង step ទី3ខ្ញុំចង់ឲ្យគ្នាដឹងថាតើអ្វីទៅគឺជា HTML element តើឥឡូវយើងបើក Word របស់យើងមកអញ្ចឹង HTML element គេនិយាយថា web page មួយអាចបង្កើតបានមកពីការរួមផ្សំនៅ HTML element ជាច្រើនចូលគ្នាហើយ HTML element បង្កើតឡើងពី HTML tag មានន័យថាម៉េចគឺយើងមើលតិចមើលនេះគេថា web page របស់យើងនេះ web page របស់យើងទាំងមូលនេះគឺអាចដំណើរការទៅបានលុះត្រាតែមានការផ្សំពី HTML element បញ្ចូលគ្នាតោះឥឡូវមើលក្នុង VS Code វិញកន្លែងហ្នឹងគេហៅថាជា HTML element ចុះអត់អីពិបាកទេឃើញយើងសូម្បីតែ opening tag នេះមួយក៏ជា HTML element ដែរមានថា opening tag content of tag ហើយនឹង closing tag នេះនៅពេលដែលវាគួបផ្សំបញ្ចូលគ្នាទៅវាបង្កើតបានជា element មួយប៉ុណ្ណឹងយល់បានទេអញ្ចឹងអានេះក៏ជា HTML element អានេះក៏ជា HTML element ឃើញទេចឹងដូចនិយមន័យដែលគេផ្ដល់ឲ្យអត់ដូចទេត្រូវអត់គឺគេថា web page មួយអាចបង្កើតឡើងឬក៏អាចបង្កើតបានពីការរួមផ្សំនៃ HTML element ជាច្រើនហើយ HTML element ទាំងអស់នោះបង្កើតពី HTML tag ឃើញដូចទេហើយគេបន្តទៀតថា HTML មួយគឺជាការបន្សំនៃ opening tag អាចជា attribute មួយចំនួន content and closing tag មួយឃើញទេដូចនេះសូម្បីតែ content បូកបញ្ចូលជាមួយនឹង tag ក៏ជា HTML element មួយដែរយល់បានទេគ្នាអញ្ចឹងសរុបមកវិញ HTML element គឺជាអ្វីដែលកើតចេញមកពីការរួមផ្សំគ្នារវាង opening tag រួមជាមួយនឹង content និង closing tag អីជាដើមតោះនេះឲ្យតែសរសេរនៅក្នុង HTML របស់យើងយល់បានទេគ្នា
យកបានទេ step ទី3ហ្នឹងយកបានទេយល់ទេត្រូវអត់គ្នាអញ្ចឹងយើងមាន take អីទៀតយើងមើលមកតោះដូចជាកន្លែងទី3នេះគេដាក់ថា link and image អញ្ចឹងអ្នកនរនេះស្គាល់ link ហ៎ link ហ្នឹងវាមាន URL មួយដើម្បី access ទៅអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ link ពី page មួយទៅកាន់ page មួយផ្សេងទៀតអ្នកនរគ្នាអាចប្រើ take នេះយល់ទេនេះ purpose របស់វាគឺ hyperlink ហើយនេះគឺ give នៅ example របស់វាប៉ុន្តែបើយើងប្រើតែ take តែមួយមុខក៏វាអត់អាច link ទៅបានដែរលុះត្រាតែមាន attribute មួយទៀតគេហៅថា egress តោះនេះអញ្ចឹង attribute នេះគេទៅ save វានៅក្នុង opening tag ឃើញទេហើយចំណែកឯ https:/google.com នេះគឺជាគេគឺជា value របស់ attribute អូខេទីទៀតខ្ញុំនឹងធ្វើការ detail គ្នាយើងថាតើអ្វីជា attribute ហើយ value របស់ attribute នឹងជាអីតោះនេះអូខេឥឡូវខ្ញុំ give example គ្នាយើងមួយដោយចូលមកក្នុង website Alibaba មកអញ្ចឹងគ្នាយើងមើលតិចមកគ្នាធ្លាប់ឃើញតម្រងនេះបែបនេះគេដាក់ view មកហើយគ្នាឃើញមានបន្ទាត់ underline ពីក្រោមពេលដែលយើង click វាពងឃើញវា load ទៅណាវាបង្កើត tab ថ្មីមួយទៀតហើយវាបង្ហាញ page ទៅលើ content ថ្មីផងដែរឃើញទេឃើញ page ពីរនឹងផ្សេងគ្នាពេលដែល click view មកបង្កើត tab ថ្មីហើយបន្តមកទៀតវាបង្ហាញ content នៅក្នុងអា tab ថ្មីនឹងឃើញទេអញ្ចឹងបើយើងកាត់ទៅគឺកន្លែងនេះគេប្រកាសជាប្រើអីគេប្រើ ARES ហើយឥឡូវយើងចង់ដឹងថាគេប្រើ ARES នឹងប្រកាសអត់ខ្ញុំមកស្ដាំពីលើហ្នឹងយកពាក្យ inspect នេះគេប្រើ ARES ដើម្បី link ទៅកាន់ page ហ្នឹងឯនេះ ARES ឬក៏ ATag ហ្នឹងហើយគេដាក់ egress attribute មិញហ្នឹងយល់បានទេតោះឥឡូវយើងសាកទៅមើល example មួយយើងធ្វើទាំងអស់គ្នាតោះយើងមានជា ATag មួយអញ្ចឹងនៅពេលដែលយើង call ATag មកប្រើគ្នាយើងនឹងឃើញថាវាឲ្យ attribute egress នេះ by default តោះនេះអានេះវាជាផ្នែកនៃមេរៀនរបស់យើងអូខេ HTML attribute តោះឥឡូវខ្ញុំនាំគ្នាទៅមើលថាតើ HTML attribute នឹងជាអីបើក Word របស់យើងមកតោះអញ្ចឹងតកតងជាមួយនឹង HTML attribute ខ្ញុំត្រូវចាំណា tag របស់ HTML ភាគច្រើនតែងតែមាន attribute អូខេដើម្បីកំណត់លក្ខណៈបន្ថែមទៅលើ tag ទាំងនេះ attribute គឺគេសរសេរក្នុង opening tag ស្គាល់ opening tag គេនេះបើក VS Code របស់យើងមកឥឡូវខ្ញុំលុប attribute នឹងចេញនេះអានេះគឺជា opening tag នេះខាងមុខនេះដល់តែពេលយើង call attribute egress មកប្រើអាខាងមុខ egress នេះអាខាងមុខដែលពាក្យថា egress នេះវាជា attribute ចំណែកឯសញ្ញាស្មើហើយនេះគឺ empty string នេះវាជា value របស់ attribute យល់បានទេគ្នាយល់បានទេកន្លែងហ្នឹងនេះ syntax របស់វា take attribute value របស់ attribute ហើយខាងក្នុងនេះអមដោយ opening tag និង closing tag គឺជា content យល់បានទេអូខេអញ្ចឹងគេបញ្ជាក់ទៀតថា tag ភាគច្រើនមាន attribute ដូចខាងក្រោមអញ្ចឹងមាន ID class style align width និង height អូខេគ្នាយើងកុំតន់ខ្វល់ ID នឹងជាអីឥឡូវខ្ញុំគ្រាន់តែឲ្យគ្នាស្គាល់សិនទេអានេះមែនតើទៅពេលដែលយើង use វាមួយ CSS ទើបយើងដឹងថាattribute ID នឹងជាអីមើលនិយមន័យលេងសិនក៏បានដែរយល់ទេនេះ ID នឹងជាអី class នឹងជាអីនៅពេលដែលចូល CSS គឺខ្ញុំនឹងជម្រាបគ្នាឲ្យកាន់តែលម្អិតអំពី attribute ID class និង style ផ្សេងៗចឹងទៅភាសានេះវាជាផ្នែកមួយនៅខាងបើកាត់ទៅវាក៏ជាផ្នែកនៃ HTML ដែរប៉ុន្តែលុះត្រាតែយើងមាន CSS មួយទៀតតោះនេះអូខេតែឥឡូវយើងកុំអាទៅដល់ហ្នឹងយើងមួយសិនទៅអូខេអញ្ចឹងនេះគឺជា attribute ហើយចំណែកឯខាងក្នុងនៃសញ្ញាស្មើដែលអមដោយសញ្ញា empty string នេះគឺជា value ដែលយើងត្រូវភ្ជាប់ទៅហើយឥឡូវយើងបើក website របស់យើងមកតោះ web page របស់យើងមក run open with live server នេះខ្ញុំបង្កើត ATag មួយដាក់ឈ្មោះថា click me បាទ click me យើងទៅមើល result នេះឃើញទេនៅពេលដែលយើងប្រើ ATag វាចេញពណ៌ខៀវហើយមានបន្ទាត់នៅពីក្រោមអញ្ចឹងដោយសារវាត្រូវការ link ទៅកាន់ page ណាមួយអញ្ចឹងទៅអញ្ចឹងឧទាហរណ៍ខ្ញុំចង់ link ទៅកាន់ YouTube ខ្ញុំវាយ YouTube មកអញ្ចឹងខ្ញុំគ្រាន់តែ copy អា URL របស់ YouTube ខាងលើហ្នឹងយកវាមក paste នៅក្នុង egress attribute របស់ខ្ញុំអូខេអញ្ចឹងយើងបាន URL ប៉ុណ្ណឹងគឺជា value នៃ attribute របស់យើងឥឡូវយើងសាក់ click ទៅលើប៊ូតុងមួយមានឈ្មោះថា click me នេះសាក់ click វាមើល click ពងឃើញវា redirect ទៅកាន់ YouTube ឲ្យយើងហ៎ឃើញមក YouTube គាត់ឃើញយើងហើយខ្ញុំ back ទៅវិញ
ខ្ញុំ click ម្ដងទៀតទៅ YouTube អត់ខ្ញុំទៅ YouTube ហ៎យើងដាក់ link អីវាទៅហ្នឹងឥឡូវខ្ញុំដាក់ទៅGoogle Translate ចុះខ្ញុំ copy Google Translate URL នេះយកមកដាក់មកចឹងខ្ញុំ paste វានៅក្នុងកន្លែង ARES attribute ហ្នឹង ARES attribute ហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំ click ទៅលើប៊ូតុង click me ពងវាទៅ Google Translate ទេឃើញទេឃើញទេអូខេឃើញវាទៅGoogle Translate ដូចតែអ្វីដែលយើងបានកំណត់ URL ហ្នឹងចឹងតោះណាអូខេមួយទៀតគឺយើងរៀនមើលបន្តិចខ្ញុំឧទាហរណ៍ទៅលើ website Alibaba នេះចុះគ្នាយើងឃើញប៊ូតុង view more នេះហ៎ឥឡូវមើលភាពខុសគ្នាបន្តិចខ្ញុំចង់ឲ្យគ្នាយើងមើលកន្លែងហ្នឹងឲ្យច្បាស់ពេលដែលខ្ញុំ click លើប៊ូតុង view more ពងវាបង្កើត tab ថ្មីហើយវា redirect ទៅកាន់ content នៃ page មួយហ្នឹងអញ្ចឹងកន្លែងនេះយើងធ្វើម៉េចដើម្បីឲ្យវាបង្កើត tab ថ្មីដូចទៅនឹង Alibaba នេះអញ្ចឹងអត់អីពិបាកទេគ្នាយើងគេមាន attribute មួយទៀតមានឈ្មោះថាtarget នេះ target បងអញ្ចឹងនៅពេលដែលយើងយក target blank ពេលដែលយើង click គឺវានឹងបង្កើត tab ថ្មីមួយទៀតឲ្យយើងហើយខ្ញុំ click មីវានឹង redirect ទៅកាន់ Google Translate ហ្នឹងហើយវាបង្កើត tab ថ្មីនេះឃើញទេបង្កើត tab ថ្មីអត់គ្នាយើងដូចទៅនឹងរបស់គេហ៎ដូចទៅនឹង website Alibaba របស់គេ click view មកបង្កើត tab ថ្មីអញ្ចឹងរបស់យើងពេលដែល click ទៅបង្កើត tab ថ្មីអត់បងបង្កើត tab ថ្មីឃើញទេអាហ្នឹងហើយគឺលក្ខណៈដែលយើងត្រូវ add attribute បន្ថែមដើម្បីឲ្យ take មួយហ្នឹងវាមានលក្ខណៈកាន់តែពិសេសជាងមុនចឹងទៅតោះនេះអូខេអញ្ចឹងសរុបមកវិញគឺយើង attribute គឺជាអីគឺជាការកំណត់លក្ខណៈបន្ថែមទៅឲ្យ take ហើយ attribute គេប្រើពាក្យច្រើនមិនពាក្យច្រើនទេគឺ by default ហ្មងគេកំណត់ structure របស់ HTML គឺមានន័យថាវាត្រូវតែសរសេរនៅក្នុង opening take អត់អាចសរសេរនៅ closing take បានទេតោះនេះកន្លែងហ្នឹងយល់បានអូខេហើយនេះគឺ syntax របស់វាគ្នាអាចមើលបន្ថែមទៅគឺទៅសេ opening take ហើយនេះគឺជា attribute ដែលយើង call មកប្រើហើយនេះគឺជា value របស់ attribute តោះនេះអូខេតោះគ្នាចង់មកផ្នែកទៀតនៃ a take ថាតើ ARES ហ្នឹងវាអាចធ្វើអីបានខ្លះទៀតហើយយើងចូល VS Code របស់យើងសិនមកអញ្ចឹងអានេះនៅពេលដែលយើងដាក់ URL មកកាន់កន្លែង value របស់ attribute អញ្ចឹងពេលដែលយើង click ទៅលើពាក្យថា click me នេះវានឹង redirect ទៅកាន់ URL មួយដែលមានឈ្មោះថា translate.google.com ហ្នឹងត្រូវទេលើសពីហ្នឹងទៅទៀតវាមិនមែនគ្រាន់បានតែ access តាមរយៈ URL បានទេយើងក៏អាចបង្កើតជា page របស់ HTML ហ្នឹងបង្កើត file HTML មួយទៀតមកយើង link ទៅកាន់ file មួយនឹងបានដូចគ្នាឥឡូវឧទាហរណ៍ថាខ្ញុំបង្កើត file ថ្មីមួយទៀតមានឈ្មោះថាcontent មិនដាក់ content ទេដាក់ថា content ចា content បានដាក់ content.html អូខេនៅក្នុង file content.html នេះខ្ញុំចាប់ផ្ដើម structure របស់ HTML មកអញ្ចឹងនៅក្នុងនេះខ្ញុំមានជា take មួយដាក់ថា h1 ហើយខ្ញុំសរសេរថា content page អូខេអញ្ចឹងខ្ញុំចង់បានគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់ឲ្យនៅពេលដែលខ្ញុំ click ទៅលើពាក្យថា click me នេះវានឹង redirect មកកាន់ page ឈ្មោះថា content នេះហើយ show នៅ content មួយមានឈ្មោះថា content page យល់បានទេកន្លែងហ្នឹងយល់បានទេអញ្ចឹងថាតើយើងធ្វើមិនគ្នាអាចថាចូលមក index.html file របស់គ្នាមកលុប URL នេះចេញលុប URL ហ្នឹងចេញបន្តមកទៀតយើងដាក់សញ្ញា slash មួយឃើញវា suggest ឲ្យយើងទេយើងចង់ link ទៅ page មួយណាអញ្ចឹងគាត់ថា link ទៅ contact page ដាក់ contact page មកអញ្ចឹងនៅពេលដែលយើង click ទៅលើប៊ូតុង click មួយវានឹងបង្កើត tab ថ្មីមួយទៀតហើយ show នៅ content មួយមានឈ្មោះថា contact page ឃើញទេនេះតន់បានទេកន្លែងហ្នឹងអញ្ចឹងនេះគឺជាលក្ខណៈពិសេសមួយដែល ARES attribute នឹងអាចធ្វើបានវាមិនមែនគ្រាន់បានតែ link ដោយប្រើប្រាស់ URL ទេវាក៏អាច link ដោយប្រើប្រាស់អីគេហើយ slash ជាប់ទៅកាន់ឈ្មោះ file របស់គ្នាយើងនឹងបាទឈ្មោះ file គ្នាឈ្មោះអីដាក់នឹងមកអញ្ចឹងបើយើងមាន file អីទៀតគ្នាបន្ថែមមកមានអីគេទៀតមាន about.html ដាក់ about html ទៀតមក about ដាក់ថា h1 about ហើយបាទហើយអានេះគឺនៅក្នុង index នេះខ្ញុំបង្កើត a check មួយទៀតមកដល់ a check ខ្ញុំដាក់ slash ទៅកាន់ about ហើយខ្ញុំសរសេរថា about page យើងមកមើលក្នុង index របស់យើងឃើញយើងមាន URL 2ឯង click me ទៅកាន់ contact page ហើយបង្កើត tab ថ្មី
នៅពេលដែលខ្ញុំ click លើ about page ទៅកាន់ about page ហើយបង្កើត tab ថ្មីដូចគ្នាដែរនេះអត់បង្កើតណាកើតតែគ្នាបង្កើតអត់បង្កើតទេខ្ញុំអត់បានប្រើនឹងអត់បង្កើតទេយល់ថាយើងអត់បានប្រើ target អញ្ចឹងបើចង់ឲ្យបង្កើត tab ថ្មីយើង use target attribute មួយតង់ទៀតមកកន្លែងមកពេលដែលយើង click about ម្ដងទៀតវានឹងបង្កើត tab ថ្មីយើង reload នេះមួយមកគ្នា reload មួយសិនតបងឃើញវាបង្កើត tab ថ្មីឲ្យ show នៅ content របស់ about page តោះណាអូខេបាទអញ្ចឹងផ្នែកនៃ a-text របស់យើងមានប៉ុណ្ណឹងគឺយើងតែមើលមក part ទៀតតោះនៅក្នុងchat GPT របស់យើងហើយយើងបានយល់ដឹងអំពី attribute ខ្លះៗហើយក៏ចេះប្រើប្រាស់ a-text មួយចំនួនផងដែរអូខេឥឡូវយើងមកមើលនៅក្នុង chat GPT យើងតយើងមានជា text មួយទៀតមានឈ្មោះថា image អញ្ចឹង text image នេះគឺយើងប្រើសម្រាប់ដាក់រូបភាពគឺយើងដាក់រូបភាពរបៀបម៉េចអូខេឥឡូវខ្ញុំចង់ដាក់រូបភាពមួយដើម្បីបង្ហាញនៅក្នុង web page របស់ខ្ញុំណានេះខ្ញុំចង់ដាក់វានៅខាងក្រោមហ្នឹងអញ្ចឹងធ្វើម៉េចខ្ញុំគ្រាន់តែ call នៅ text ឈ្មោះថា img នឹងមកប្រើមកបងអញ្ចឹងតម្រងរបស់វាគឺវា provide អ្នកទាំងអស់គ្នានៅ attribute 2ស្រាប់ហ្មង attribute ទី1គឺ src attribute ទី2គឺ alt នេះឬក៏ al ហ្នឹងឯងអញ្ចឹងខ្ញុំសូមបញ្យល់គ្នាយើងអំពី attribute src បន្តិច attribute src គឺមានន័យថាជាការដាក់ឈ្មោះរូបភាពតោះនេះដល់ពេល al attribute នេះគឺមានន័យថានៅពេលដែលរូបភាពរបស់យើងមានបញ្ហាវានឹង show នៅព័ត៌មានរបស់រូបភាពមួយហ្នឹងតោះនេះតោះឥឡូវខ្ញុំសាកដាក់រូបភាពមួយដើម្បីជាការ show គ្នាយើងដាក់រូបភាពមួយខ្ញុំចូលមក Google ខ្ញុំទៅរករូបភាពមួយសិនតោះឧទាហរណ៍ថាខ្ញុំយករូបភាពអង្គរវត្តអីតោះអង្គរវត្តបងចូលមកកន្លែង image មកលក្ខណៈនៃការដាក់រូបភាពអាចដាក់បានពីររបៀបគ្នាយើងទី1យើង copy នៅ address របស់រូបភាពហ្នឹងយកមកដាក់នេះ copy image address ទី2យើង save រូបភាពហ្នឹងទៅក្នុងម៉ាស៊ីនកុំព្យូទ័ររបស់យើងហើយ call នៅរូបភាពហ្នឹងមកប្រើឥឡូវខ្ញុំសូមធ្វើការបង្ហាញអ្នកទាំងអស់គ្នាទៅលើការដាក់តាមរយៈការ copy image address មកប្រើសិនកុំយកពាក្យ copy image ណា copy image នេះវាអត់យក URL របស់ image ហ្នឹងមកប្រើទេគឺវាយកសាច់រូបភាពជាក់ស្ដែងយកមកបង្ហាញអញ្ចឹងវាអត់ឲ្យទេនៅក្នុង HTML ហ៎បើយើងចង់ call រូបភាពហ្នឹងតាមរយៈ image address យើង copy អានេះមកបងចូលមកកាន់ VS Code របស់យើងវិញត្រង់កន្លែង src នេះគឺយើង pass វាចូលមកបងទៅមើលក្នុង web page របស់យើងឃើញ result រូបភាពហ្នឹងមកអត់ឃើញអ្នកកវត្តមកហើយឃើញទេអូខេហើយចុះ attribute alt នេះជាអីអូខេឥឡូវយើងឃើញរូបភាពរបស់យើងគឺធម្មតាទេនៅក្នុងករណីដែលរូបភាពរបស់យើងមានបញ្ហាអញ្ចឹងវានឹង show នៅព័ត៌មានដែលយើងសរសេរនៅក្នុង AL នេះយល់ទេឥឡូវថាខ្ញុំដាក់ថាអង្គរវត្ត is the most popular និយាយចឹងណា popular បាទអូខេឥឡូវថារូបភាពហ្នឹងខ្ញុំលុប slash កន្លែងនេះចោលបងពេលដែលរូបភាពហ្នឹងមានបញ្ហាឃើញវា show នៅអីគេនៅ information ដែលយើងបានដាក់នៅក្នុងកន្លែង al នេះ al attribute របស់យើងនេះឃើញវា show ហ្នឹងមកហើយរូបភាពរបស់យើងគឺវាគៀងវាចេញចេះនេះហើយគឺជាលក្ខណៈនៃការប្រើប្រាស់ image ហើយ understand អំពី attribute 2ហ្នឹងនៅពេលដែលអ្នកđangប្រើ image ទី1 src មានតួនាទីនៅក្នុងការដាក់ image ទី2គឺ alt មានតួនាទីដាក់ព័ត៌មានអីមួយដើម្បី detail អំពីរូបភាពមួយហ្នឹងក្នុងករណីដែលរូបភាពរបស់យើងមានបញ្ហាយល់បានទេកន្លែងហ្នឹងអូខេតោះឥឡូវយើងបានមួយ step ទៀតហើយតាក់ទងមួយការប្រើប្រាស់ image text ហើយយើង call វាមកប្រើតាមរយៈ copy image address ពី Google មកទៅទេយើង copy image address មួយទៀតយើងអាចថាយករូបភាពរបស់យើងចេញពីម៉ាស៊ីនកុំព្យូទ័រមកឥឡូវខ្ញុំលុប URL នឹងចោលបងខ្ញុំទៅ save រូបភាពមួយតោះរូបភាពនេះអត់សូវច្បាស់អញ្ចឹងខ្ញុំយករូបភាពនេះច្បាស់តិចតោះយករូបភាពនេះចោលអញ្ចឹងខ្ញុំ save as មកអូខេខ្ញុំដូរទៅដាក់ថាអង្គរវត្តបង save បានហើយអូខេអញ្ចឹងយើង show in folder មកយក folder ហ្នឹងទៅដាក់នៅកន្លែង project របស់យើងដាក់នៅក្នុង root project របស់យើងនេះ file អង្គរវត្តនេះ project របស់យើងនៅកណ្ដាលនៅ drive D ទេអត់នៅក្នុង drive D មានឈ្មោះគេគ្នាមានឈ្មោះថា HTML ខុសហើយនេះ HTML ខុសអញ្ចឹងខ្ញុំបង្កើត folder មួយនៅក្នុងហ្នឹងដើម្បីទុករូបភាពរបស់ខ្ញុំដាក់ថា new folder
បន្ទាប់មកខ្ញុំវាយថា image អូខេនៅក្នុង folder image នេះខ្ញុំ paste នៅរូបភាពមិញហ្នឹងដែលខ្ញុំ copy ចេញពីអ្វីដែលខ្ញុំបាន download មិញហ្នឹងអូខេឥឡូវយើងបើក VS Code របស់យើងវិញវានឹងឃើញ folder image នេះហើយនេះជារូបភាពដែលយើងបានតម្លើងវាចេញមកពីណាចេញមកពី Google បាទឥឡូវខ្ញុំចង់បង្ហាញរូបភាពអង្គរវត្តនេះទៅកាន់ web page របស់ខ្ញុំអញ្ចឹងខ្ញុំគ្រាន់តែធ្វើមិនខ្ញុំដាក់សញ្ញា slash អញ្ចឹងវានឹងចេញ image folder នេះឲ្យយើងហើយឃើញទេបន្ទាប់មកយើង slash ម្ដងទៀតវានឹង show នៅឈ្មោះរូបភាពនឹងមកឲ្យយើងចុចពងពេលដែលយើងទៅមើលក្នុង web page របស់យើងគឺអ្នកនរគ្នានឹងឃើញរូបភាពនឹងមកហើយឃើញទេនេះរូបភាពអង្គរវត្តមិញនៅក្នុង web page របស់យើងឃើញមកហើយប៉ុន្តែគឺយើងឃើញថារូបភាពនោះវារាងធំហើយវារាងធំដល់ពេលវាធំទៅវាលើសប្រវែងដោយសារ web page របស់យើងវា suggest ឲ្យតែ 100% នៃ width ទេដល់ពេលរូបភាពនេះវាធំ by default លើមកធំចឹងមកអញ្ចឹងយើងអាចកំណត់ width វានិង height វាបានផងដែរដែលយើងប្រើជាមួយនឹង attribute មួយនេះគឺ attribute ឈ្មោះ width នេះសម្រាប់កំណត់ប្រវែងទៅឲ្យរូបភាពចំណែក attribute height នេះគឺសម្រាប់កំណត់កម្ពស់ទៅឲ្យរូបភាពតោះឥឡូវយើងកំណត់ប្រវែងនិងកម្ពស់វារបៀបម៉េចចូលមកក្នុង VS Code របស់យើងរៀនជាមួយនឹង attribute មួយទៀតមានឈ្មោះថា width ឥឡូវខ្ញុំចង់បានវាតែ100 pixel ទៅហើយ height វាខ្ញុំយក100%បាទវាចេញ result បែបម៉េចខ្ញុំតេស្តវាគិញទូចហ៎ដោយសារតែ100 pixel វាទូចទេប្រវែងរបស់វាបើយើងចង់បានប្រវែងវាធំអត់ថាយក 100% មើលបានប៉ុណ្ណាគឺយើងនេះ 100% គឺវា fit មកវា fit web វា fit ជាមួយនឹង web page របស់យើងដោយសារ web page របស់យើងវាប្រវែងមកគឺប្រវែងហ្នឹងគឺ 100% ដល់ពេលកម្ពស់នេះវាអាស្រ័យទៅលើ content ដែលយើងមានយល់ទេនេះឃើញអានេះស្តង់ដាររូបភាពនេះគឺ 100% ទាំងប្រវែងនិងកម្ពស់ហើយឃើញទេអូខេអញ្ចឹងយើងបាន attribute មួយទៀតអីគឺ width ហើយនិង height សម្រាប់កំណត់ប្រវែងនិងកម្ពស់ទៅឲ្យរូបភាពរបស់យើងអញ្ចឹងបើចង់បានតូចជាងហ្នឹងដាក់មក 50% វាចេញមក 50% វាទូចតាមហ្នឹងទៅតោះនេះគឺយើងតោះនេះអូខេតោះនេះយើងអញ្ចឹងបើជ្រុលជារៀនដាក់រូបភាពអីមិញយើងបានដាក់រូបភាពក៏ដូចជាការកំណត់ប្រវែងនិងកម្ពស់ឲ្យរូបភាពដែរឥឡូវរៀនដាក់វីដេអូមួយទៀតដើម្បីដាក់វីដេអូបានគឺគេមាន take មួយទៀតមានឈ្មោះថា iframe នេះគឺយើងតោះនេះ take iframe ហ្នឹងចឹងកន្លែង src នេះគឺយើង paste នៅគេហៅថា url មកប្រើដូចគ្នាប៉ុន្តែដើម្បីប្រើប្រាស់ទៅលឿនគឺយើងអាចថា copy របស់ដែលគេមានស្រាប់នឹងយកមកប្រើមកហើយយើងចាំកំណត់ប្រវែងឬក៏កម្ពស់ទៅតាមតម្រូវការដែលយើងចង់បានមកអូខេឥឡូវខ្ញុំ clear នៅ iframe take នឹងចោលវិញខ្ញុំមកត្រូវការវាទេខ្ញុំចូលមកកាន់ Google ហើយខ្ញុំ search វីដេអូណាមួយដែលខ្ញុំចង់ដាក់មកអានេះខ្ញុំឧទាហរណ៍ថាវីដេអូរបស់បងទេណាមួយទៅចុះខ្ញុំចូលមកកន្លែង share ខ្ញុំកុំ copy អានេះកុំ copy អា URL នេះចូលមកកន្លែង M នេះតោះនេះចូលមកកន្លែង M នេះហើយ copy iframe នេះយកមកប្រើវិញគេមានស្រាប់ឲ្យយើងហើយអញ្ចឹង copy មកយកវាមក paste នៅក្នុងអីនៅក្នុង VS Code របស់យើងតោះឥឡូវទៅមើល result វាចេញមិននៅលើ web page របស់យើងចេញវីដេអូមកឃើញទេយើងបើកមើលឬស្លេកឲ្យចូលអត់តោះនេះអូខេបើយើងចង់ customize ទៅលើប្រវែងនិងកម្ពស់យើងអាចថាកែប្រវែងនិងកម្ពស់មួយបានអានេះគឺជាប្រវែងនិងកម្ពស់ by default ដែលគេកំណត់ឲ្យយើងគឺប្រវែងគេយក560ហើយនិងកម្ពស់គេយក315ចឹងបើគ្នាយើងអត់ពេញចិត្តទេចង់បានធំជាងហ្នឹងអាចយកធំជាងហ្នឹងក៏បានដែរឥឡូវខ្ញុំយក1200ទៅឧទាហរណ៍វាចេញមិនកន្លែងហ្នឹងវាចេញប្រវែងរៀងប្រវែងអញ្ចឹងទៅបាទហើយបើគ្នាចង់បានកម្ពស់រៀងខ្ពស់ជាងហ្នឹងគឺយើងសេរីទៅមកយក500ហ្នឹងទៅបាទហើយវាចេញមិន result វាចេញអញ្ចឹងដូចគ្នាដែរតោះនេះអញ្ចឹងបើយើងចង់ហៅវីដេអូចេញពី YouTube យើងគ្រាន់តែចូលមកកន្លែង YouTube របស់យើងត្រង់កន្លែង share នេះគ្នាយើងយកពាក្យ M ហើយ copy នៅ iframe របស់គេមានស្រាប់ហ្នឹងយកមកប្រើប្រាស់មកតោះនេះអូខេបាទអញ្ចឹងការដាក់វីដេអូនិងការដាក់រូបភាពមានតែប៉ុណ្្នឹងគ្នាអូខេតោះគ្នាអញ្ចឹងយើងទៅមើលមក point ទៀតតោះចប់ឲ្យគ្នា HTML ប្រភេទ list គ្នាយើងខ្ញុំចង់បង្ហាញគ្នាតើតមួយប្រភេទ list តិចអ្នកនរនេះស្គាល់ list ទេឥឡូវបើស្គាល់នេះខ្ញុំបើក Word ឲ្យខ្ញុំជា sample គ្នាមើលមួយនេះជាប្រភេទ list យល់ទេ list ហ្នឹងមានតែគេធ្វើវាជាលក្ខណៈ point អញ្ចឹងណាអូខេអញ្ចឹងនៅក្នុង HTML វាស្តៀងនឹង Word របស់យើងដែរទី1បើយើងចង់ធ្វើ list វាបែងចែកចេញជា2ផ្នែក unordered list និង ordered list អញ្ចឹង unordered list និង ordered list ខុសគ្នាបែបម៉េច
unordered list វានឹង display list ជាទម្រង់ bullet យើងស្គាល់ bullet ទេខ្ញុំបើក word របស់ខ្ញុំមកគេហៅថា bullet ហ្នឹងគេនេះ bullet list អញ្ចឹង bullet list នៅក្នុង word វាមានច្រើន style ច្រើន mode អីចឹងទៅមានជា cycle អានេះ cycle ដែរប៉ុន្តែវាជា outline វាជាលក្ខណៈ outline ហើយនេះយើងមានជាប្រភេទ sphere word របស់យើងធ្វើបានអញ្ចឹង HTML របស់យើងក៏ធ្វើបានដូចគ្នាដែរតោះយើងតែមើលនៅក្នុង chat GPT របស់យើងតអញ្ចឹងនេះគឺទម្រង់ syntax នៃការសរសេររបស់វាទី1បើយើងចង់ប្រើពពួក unordered list យើងគ្រាន់តែ call URL list នេះមកនៅក្នុងហ្នឹងយើងចង់ display វាជា point ដោយទៅនឹង word របស់យើងចេះអញ្ចឹងអា point នេះបើយើងគិតនៅលើ HTML គឺវាសរសេរប្រើជាមួយនឹង tag មួយគឺ li នេះឬក៏ list នេះតោះនេះទើបយើង display នៅ point ទាំងអស់ហ្នឹងបានយល់បាននៅកន្លែងហ្នឹងដល់ពេលពពួក order list គ្នាយើងវាជាប្រភេទ show នៅ number of list ស្គាល់ number of list ទេឥឡូវយើងមានជា list មួយទៀតតោះខ្ញុំលុបនេះចោលអញ្ចឹងខ្ញុំមាន list មួយខ្ញុំដាក់ថា point A អញ្ចឹងទៅបាទ point A ខ្ញុំប្រើវាជាប្រភេទលេខម្ដងនេះ point A point B អញ្ចឹងទៅបាទ point B point C អញ្ចឹងអាទាំងអស់ហ្នឹងឯងគឺគេហៅថា order list យល់ទេ order list ប្រភេទ list ដែលមានលេខលំដាប់យល់បានទេតោះឥឡូវយើងតែមើលជាឧទាហរណ៍ជាក់ស្ដែងនៅលើ HTML របស់យើងខ្ញុំចង់បានជាប្រភេទ unordered list មុនបាទ unordered list មុនអញ្ចឹងខ្ញុំមាន tag h1 មួយតោះខ្ញុំមាន h1 មួយខ្ញុំដាក់ថាខ្ញុំដាក់ថា subject តោះខ្ញុំដាក់ subject ហ្នឹងទៅអញ្ចឹងខ្ញុំបើក URL របស់ខ្ញុំមក URL list របស់ខ្ញុំហ្នឹងខ្ញុំបើក URL list របស់ខ្ញុំពងនៅក្នុង URL list នេះ provide គ្នាចង់ display គេ display ជាទម្រង់អីគេគ្នាជា list អញ្ចឹងយើង call take list មកបាទឧទាហរណ៍ list ទី1ខ្ញុំបង្ហាញថា HTML CSS ហើយទី2 li ដូចគ្នាដែរគឺខ្ញុំដាក់ថា JavaScript ហើយ list ទី3គឺខ្ញុំដាក់ថា bootstrap អញ្ចឹងណា bootstrap យើងទៅមើល result របស់យើងនៅក្នុង web page ទាំងអស់គ្នាវា show បែបណាអូខេនេះអានេះគឺទម្រង់ដែលយើងប្រើជាមួយនឹង unordered list គាត់នេះ unordered list វា display បែបនេះយល់បានទេកន្លែងហ្នឹងយល់បានទេគ្នាយើងប្រភេទ unordered list យើងក៏អាច customize អា bullet របស់វានេះបានដែរ bullet of list វាហ្នឹងយើងអាច customize បាន customize បែបណាឧទាហរណ៍ថាខ្ញុំអត់ពេញចិត្តជាទម្រង់ this ចេះបាទបំពង់មូលនេះគេហៅ this ទម្រង់វាគេហៅថាទម្រង់ this អញ្ចឹងបើខ្ញុំចង់បានវាជាទម្រង់4ជ្រុងឬក៏ sphere គឺយើងអាច customize បានដោយប្រើជាមួយនឹង attribute មួយមានឈ្មោះថា style បាទ attribute style បន្តមកទៀតយើងប្រើជាមួយនឹង list style type របស់គេនេះតោះនេះគឺវា suggest ឲ្យស្រាប់ៗឯងយើង call attribute style នេះដើម្បី customize ទៅលើ bullet list របស់យើងឥឡូវខ្ញុំចង់បានប្រភេទ sphere ខ្ញុំដាក់មក sphere XUARE យើងទៅមើលក្នុង web page គឺវាចេញជាជ្រុងវិញហើយនេះ HTML ដល់ពេលកន្លែងនេះខ្ញុំអត់ customize វាចេញជាលក្ខណៈ this ធម្មតាឃើញទេខ្ញុំ customize តែចំណុចនឹងមួយចុះបើយើងចង់ customize ទាំងអស់យើងអាចថា cut style attribute របស់យើងជាមួយនឹង value របស់ attribute style របស់យើងប៉ុណ្ណឹង paste វាមកក្នុង URL វិញមកតោះ paste វានៅក្នុង opening tag URL នេះមកURL ហ្នឹងមកបន្តមកវា display ទាំងអស់វិញនេះឃើញទេវា display ជាទម្រង់ sphere ទាំង3តនបានទេកន្លែងហ្នឹងអូខេចុះវាមិនមានតែ sphere វាអាចមានផ្សេងទៀតជាងវាមានជា this អាំបងមូហ្នឹងហើយវាមានជា cycle បាទ cycle ហ្នឹងវាចេញប្រភេទចេះបានន័យថាវារង្វង់មូជាលក្ខណៈ outline ហ្នឹងហើយអញ្ចឹងគ្នាយើងអាចថាតនបានទេកន្លែងហ្នឹងយល់បានអូខេអញ្ចឹងមួយផ្នែកទៀតយើងមាននៅប្រភេទគេហៅថា order list តោះយើងទៅមើលពពួក order list វិញម្ដងអញ្ចឹងដើម្បីធ្វើការប្រើប្រាស់នៅពពួក order list បានគឺយើងគ្រាន់តែ call take មួយឈ្មោះថា OL នេះមកអញ្ចឹងនៅក្នុងនេះយើងមានការ display ជា point នេះគ្នាយើង call list របស់យើង list នេះវាមានតួនាទី display ជាលក្ខណៈ list មិញហ្នឹងបាទអូតើថា list ទី1ខ្ញុំដាក់ថា front end ខ្ញុំដាក់ថា front end developer បាទ front end developer list ទី2ខ្ញុំដាក់ថា back end បាទ back end developer list ទី
3 và list 3 đó list 3 nhưng đã tha Flutterឬក៏ mobile developer តោះតើមើល result ទាំងអស់គ្នា visual បែបណាគ្នានេះ visual បែបនេះគឺ front end developer លេខរៀងទី1 list ទី2 back end developer list ទី3 mobile developer អូខេអញ្ចឹងឥឡូវនេះខ្ញុំចង់ change បន្តិចកន្លែងនេះខ្ញុំដាក់ជាការសង្កត់ខ្ញុំដាក់ថា order list and order list ហ្នឹងទៅហើយកន្លែងនេះយើងដាក់ថា order list វិញម្ដង order list វិញម្ដងបាទនេះ an order list អានេះគឺ order list បាទមើល result នេះ an order list and order list បាទសិតថាអីនេះ an order list ទៅសេខុសហើយត្រូវទេត្រូវហើយ an order list អូខេចឹងlist របស់យើងរៀនបានប៉ុណ្្នឹងដែរខ្ញុំគិតថាយើងអាចយកវាទៅប្រើការបានជាលក្ខណៈពពុះ list តែជាក់ស្ដែងអានេះវាគ្រាន់តែជា basic នៃ HTML ទេបើយើង design ជាក់ស្ដែងដូចជាមិនសូវឃើញមានការធ្វើជាលក្ខណៈបែបហ្នឹងទេនៅក្នុង website មួយចំនួនណាហ្នឹងហើយអូខេតោះអាហ្នឹងគ្រាន់តែឲ្យគ្នាស្គាល់ផ្នែកនៃ list ដែលយើងអាចយកទៅប្រើការបានបាទអូខេតោះយើងបានផ្នែក list ប៉ុណ្ណឹងយើងនៅសល់មក point ទៀតហើយនៅសល់មក point ទៀតត្រូវអត់នេះមក point ទៀតគឺតាក់ទងជាមួយនឹង table បាទគ្នាស្គាល់ table ទេ table នេះគឺសំខាន់មែនតើ table នេះនៅពេលដែលយើងធ្វើ system ធ្វើអីហ្នឹងគេប្រើ table នេះច្រើនដើម្បី display list ព័ត៌មានពី database អីមកហ្នឹងខ្ញុំបាញ់និយាយកុំឲ្យគ្នាឈឺក្បាលគាត់ថា table នេះគឺ basic វាគឺយើងត្រូវទៅចេះ HTML គ្រឹះហ្នឹងគឺសំខាន់មែនតើដើម្បីយើងទៅរៀននៅ language ផ្សេងទៀតវាងាយស្រួលយល់ទេតោះអញ្ចឹង table នេះpurpose របស់វាយើង create វាដើម្បីធ្វើការ store ព័ត៌មានជាលក្ខណៈតារាងតោះណាអញ្ចឹងយើងតទៀតមកអញ្ចឹងអា TR នេះគឺជា text មួយដែលយើងប្រើសម្រាប់ធ្វើការបង្កើតអីគេបង្កើត role នេះស្គាល់ role ទេ role ជួនណា role ជួនដេកទៅទេអូខេដល់ពេល T head គឺជា text មួយដែលយើងប្រើវាសម្រាប់បង្កើតជា table header នេះ table header បានតែក្បាលនៃតារាងរបស់យើងក្បាលតារាងរបស់យើងនេះអូខេសម្រាប់ ITD មកពីពាក្យថា table data គឺយើងប្រើសម្រាប់ display វាដើម្បីបង្កើតចេញជា cell មួយយល់ទេអូខេឥឡូវខ្ញុំមកបង្ហាញគ្នានៅលើ Excel តិចទៅខ្ញុំចង់បានតារាងមួយដែលមាន column 3ហើយនិង row 3ដូចគ្នាអូខេខ្ញុំបង្កើតតារាងហ្នឹងហើយអានេះនៅលើ Excel របស់យើងចុះបើសិនជាយើងចង់សង់តារាងប៉ុណ្្នឹងនៅលើ HTML របស់យើងវិញថាតើយើងគួរធ្វើមិននៅកន្លែងនេះគួរធ្វើមិនគ្នាគួរធ្វើមិនកន្លែងនេះគួរធ្វើមិនអញ្ចឹងឥឡូវយើងចូលមកកាន់ HTML របស់យើងមកដើម្បីធ្វើការបង្កើតតារាងទាំងអស់គ្នាតោះឥឡូវនេះគឺជាផ្នែកនៃ table ខ្ញុំដាក់ថាខ្ញុំប្រើ h1 មកខ្ញុំដាក់ថា table បាទ table ដើម្បីបង្កើតតារាងបានគឺយើងប្រើ text មួយគឺយើង tab text នេះ call text ហ្នឹងមកប្រើដើម្បី create តារាងអូខេតោះឥឡូវយើងកលេចមកមើលក្នុង HTML របស់យើងដើម្បីសង់តារាងបានឥឡូវខ្ញុំមានជា h1 មួយតោះខ្ញុំមានជា h1 មួយខ្ញុំដាក់ថា table បាទដើម្បីបង្កើត table បានគេមាន text មួយមានឈ្មោះថា table ហ្នឹងឯងបាទនៅក្នុង table នេះគឺទាមទារឲ្យយើងត្រូវមាន text មួយចំនួនទៀតដើម្បីបានជាតារាងមួយអញ្ចឹងគឺទី1ខ្ញុំមានជា tr ដើម្បីបង្កើត role របស់ខ្ញុំដាក់មក tr បាទអូខេវាចេញ tr មកហើយអញ្ចឹងនេះគឺ role ទី1បើសិនជាខ្ញុំចង់បាន role 2ទៀតបន្ថែមគឺគ្នាយើងអាចមានរបៀបសរសេរមួយទៀតគឺយើងសរសេរ tr ហើយគេដាក់សញ្ញាគុណហើយលេខ2អញ្ចឹងវានឹងបង្កើតតារាងបាន3បែបនេះយល់ទេបើយើងសរសេរមួយយើងគ្រាន់តែសរសេរ tr អញ្ចឹងទៅយល់ទេបាច់ដាក់គុណជាមួយលេខទេចង់បានប្រមាណគុណនឹងប៉ុណ្្នឹងបានប៉ុណ្្នឹងហើយយល់ទេតនេះកន្លែងហ្នឹងនេះ stop បានទេអូខេឲ្យខ្ញុំត្រូវការតែ3 roll ទេតោះត្រូវការ3 roll អូខេតោះយើងអញ្ចឹងយើងបាន tr ចំនួន3ទេឥឡូវយើងកន្លែងមកមើលតារាងរបស់យើងវិញតារាងរបស់យើងមាន3 roll ហើយនិង3 column អញ្ចឹងខាងលើនេះគឺខ្ញុំចង់ display ទី1មានជា n0 ទី2មានជា name ហើយទី3គឺយើងមានជា position បាទ position ហើយចំណែកឯ n0 នេះខ្ញុំដាក់លេខរៀងមកបាទ2ហើយនឹង3បាទនេះហើយកន្លែង name នេះយើងទៅសេមកឧទាហរណ៍យើងមានអីខ្លះ
mua lì siêu lòng ở trong đấy position bảo code web developer và ai thì biết cái home support này chẳng đó và ai tuần ti bảo code tôi làm mobile developer và developer bây giờ miền chỉ hiên mạnh cả chẳng đó và tuần ti bảo code chỉ front end này chẳng mà front end đi developer ok viên bọc ban này នេះគឺជាអ្វីដែលយើងធ្វើនៅលើ Excel របស់យើងអញ្ចឹងនៅលើ HTML យើងអាចធ្វើបានអត់យើងបង្កើតតារាងប៉ុណ្្នឹងហើយយើងមានតនន័យប៉ុណ្្នឹងដូចគ្នាដែរតោះឥឡូវយើងចូលមកកាន់ VS Code របស់យើងគឺយើងតោះមើលតិចតោះ role មានហើយនៅ column ហើយនៅតនន័យតោះអញ្ចឹងនៅក្នុង TR ខាងលើនេះឬក៏ role ទី1គឺយើង list វាជាអីគេគ្នាយើង role ទី1 role ទី1គឺយើង list វាជា heading ដែលមាន unsero name និង position អញ្ចឹងនៅក្នុងនេះគឺយើងប្រើ text មួយមានឈ្មោះថា th គឺជា text មួយសម្រាប់ display ជាទម្រង់ title នៃតារាងរបស់យើងអូខេអញ្ចឹង th ទី1ជាអីគេជា unsero អញ្ចឹងទៅបាទ unsero th ទី2អញ្ចឹងខ្ញុំអាចសរសេរបែបនេះបានណាយើងយកគុណនឹង2អញ្ចឹងបាន 2 th ទេសរសេរអញ្ចឹងក៏បានដែរអូខេទី1គេ name ទី2 position បាទ position បាទ position ប៉ុណ្ណឹងហើយយើងទៅមើលនៅក្នុង web page របស់យើងវាចេញមិនតែវាចេញ3 column ឯងប៉ុន្តែវាអត់តមាន border ហើយយើងឃើញថាអត់តមានកម្រិតពីគ្នានឹងល្អហើយគឺឃើញថាយើងគៀកគ្នាទៅអូខេអញ្ចឹងគ្នាអាចថាប្រើនៅ attribute មួយរបស់ table នៅក្នុង HTML របស់យើងទី1គឺ border បាទខ្ញុំដាក់2មួយទៀតយើងមានជាគេហៅថា cell padding នេះគឺសម្រាប់កំណត់នៅកម្រិតទៅឲ្យ cell របស់យើងពេលដែលវា break cell ទៅវាក៏ break ទំហំកាឡានឹងដូចគ្នាដែរតោះឥឡូវយើងដាក់វាស្មើប្រហែលគ្នាយើងយក12អញ្ចឹងទៅយើងមើល result នៅលើ web page នេះយើងឃើញថាវារៀងងាយស្រួលមើលជាងមុននេះអូខេយើងបាន role មួយហើយវាជា heading ដែលមាន column 3ប៉ុណ្ណឹងតោះយើងតទៀតមកមើលក្នុង Excel របស់យើងខ្ញុំចង់ list ព័ត៌មានបាននេះព័ត៌មានបែបហ្នឹងអញ្ចឹងយើងចូលមកកាន់ HTML របស់យើងដូចជាខ្វះ TR មួយគ្នាបាទខ្វះ TR មួយបន្ថែម TR មួយទៀតបាទហ្នឹងហើយប៉ុណ្ណឹងអញ្ចឹងនៅក្នុង role ទី2គឺយើង list data ដើម្បី list data បានគេមាន text មួយទៀតមានឈ្មោះថា TD គ្នាអញ្ចឹង column របស់យើងមាន3ដែរយើងត្រូវយក TD របស់យើងគុណនឹង3មកដើម្បីបាន column 3បាទអញ្ចឹងព័ត៌មានទី1ជា unsero ខ្ញុំដាក់លេខ1តនន័យឈ្មោះ Li Xiaolong បាទចំណែកឯ position របស់គាត់ជា web developer អូខេយើងមើល result នៅក្នុង web page ចេញបានហើយបានទេគេបាន row ទី2នេះ complete row ទី2 complete row ទី2ទេអត់ row ទី2គឺ complete ហើយយល់បានទេកន្លែងហ្នឹងយើង complete row ទី2ហើយនៅសល់2 row ទៀតដូចគ្នាធ្វើដូចគ្នាយើងគ្រាន់តែ change កន្លែងនេះថែម TD ហ្មង TD 3មកគុណនឹង3បាត់3ហើយអញ្ចឹងបដូរតន័យលេខ2ឈ្មោះគេ home support បាទតួនាទីគេ mobile developer បាទនេះតនន័យនៃជួរទី3ឬក៏ជួរដីទី3គ្នាយើងអាចថា copy មកបាទយើងមិនបាច់សរសេរទេកែតែតនន័យទៅបានហើយ copy កែតនន័យអញ្ចឹង ID យើងដូរទៅដាក់លេខ3មិន ID unsero អញ្ចឹងតនន័យឈ្មោះរបស់គាត់គឺយើង change ពី home support ទៅជាហៀងមករាបាទហើយតួនាទីរបស់គាត់ជាអីគេ front end developer ដែរ front end developer មើល result នៅលើ web page របស់យើងពងបានទេដូច Excel យើងនៅដូចបេះដាក់ឃើញទេអូខេនេះហើយគឺជា process នៅក្នុងការ use table ដើម្បីបង្កើតតារាងមួយក្នុងការ store នៅតនន័យបែបហ្នឹងនេះតនន័យជា static ទេគ្នាយើងបាទអូខេយើងមានប៉ុណ្ណឹងអូខេតោះគ្នាយើងអញ្ចឹងបើយើងរៀន table ហើយយើងចូលជារៀនអីបន្ថែមតិចទៀតទេហ្នឹងហើយបន្ថែម attribute 2ទៀតសម្រាប់ជាការ merge row និង merge column របស់យើងឥឡូវយើងមកមើល Excel តិចជាក់ស្ដែង Excel បើសិនជាយើងចង់ merge cell 2បញ្ចូលគ្នាមានន័យថាយើង select 2នឹងហើយ merge បញ្ចូលគ្នាចេះទេអញ្ចឹងអានឹងវាទៅជា cell តែមួយប៉ុន្តែនៅក្នុង HTML គឺយើងអាច merge ចឹងបានគឺគេប្រើអីគេប្រើ code ដើម្បី design អញ្ចឹងគេមានជា attribute មួយមានឈ្មោះថា call span នេះអញ្ចឹងបើយើងចង់ merge 3 column ហ្នឹងយើង call attribute ហ្នឹងហើយយើងដាក់ចំនួន column ដែលយើង merge មក
3 ចឹងវា merge 3 column នឹងបញ្ចូលគ្នាយល់ទេហើយមាន attribute មួយទៀតឈ្មោះ role span បាទ attribute role span នេះគឺយើងប្រើសម្រាប់អីគេ merge role 2 ឬ 3 បញ្ចូលគ្នាខ្ញុំចង់ merge 3 role នេះបញ្ចូលគ្នានៅក្នុង Excel merge ដល់តែពេលនៅក្នុងអីគេក្នុង HTML របស់យើងគឺយើងដាក់ចំនួនមក3ចឹងទៅវា merge ឲ្យយល់ទេអូខេតោះឥឡូវយើងកន្លែងមកមើល HTML របស់យើងវិញអូខេក្នុង HTML របស់យើងវិញអញ្ចឹងយើងមើលលំហាត់តិចតោះមើលលំហាត់ដែលគេចង់បានតិចខ្ញុំមានជាលំហាត់ practice មួយគ្នាយើងនៅក្នុងលំហាត់នេះវាអត់មានអីខុសពីលំហាត់ចាស់របស់យើងទេឥឡូវខ្ញុំចង់ change តម្រងហ្នឹងទៅជាតម្រងបែបនេះវិញឃើញ employee មាន employee នៅខាងលើហើយមាន unsero នេះបើយើងកាត់ទៅមានន័យថាវា merge role 2បញ្ចូលគ្នាដល់ពេលកន្លែង employee នេះវា merge column 2បញ្ចូលគ្នាវិញយល់បានទេកន្លែងនេះតោះអញ្ចឹង data គេធ្វើម៉េចអត់អីពិបាកទេគឺយើងចូលមក HTML របស់យើងអញ្ចឹងកន្លែង TR ខាងលើនេះគឺខ្ញុំខាត់ position ចោលបាទខ្ញុំខាត់ position ចោលខ្ញុំយកវាមក create នៅ TR មួយទៀតខ្ញុំ pass th នឹងចូលមក position អញ្ចឹងទី1ខ្ញុំចាប់ដើម merge role 2បញ្ចូលគ្នាខ្ញុំធ្វើការងារនេះមុនណាខ្ញុំ merge 2 role នេះបញ្ចូលគ្នាកន្លែង n0 ហ្នឹងអញ្ចឹងត្រង់កន្លែង t head n0 គឺយើងប្រើគេ role span attribute យើងដាក់2មកពងអញ្ចឹងយើងមើល result វា merge 2 role នឹងបញ្ចូលគ្នាបន្តមកទៀតគឺយើងកន្លែង name នេះគឺខ្ញុំត្រូវការបដូរវាពី name ទៅជា employee ដើម្បីឲ្យដូចលំហាត់គេអញ្ចឹងខ្ញុំដាក់មក employee ហើយគេ merge ប្រហែល column បញ្ចូលគ្នា2 column បញ្ចូលគ្នាទៅនេះកន្លែងហ្នឹងអញ្ចឹងយើង merge 2 column បញ្ចូលគ្នាមកកន្លែង th ហ្នឹងដល់យើង use អីគេ whole span ដាក់2មកពងមើល result វាចាញ់ហើយឃើញទេនៅសល់ខាងក្រោមនេះមួយអញ្ចឹងធ្វើម៉េចដើម្បីឲ្យ position ទៅខាងស្ដាំហើយមាន name នៅខាងឆ្វេងនេះវិញអញ្ចឹងកន្លែងនេះយើងបានបង្កើត role មួយទៅអត់បន្តមកយើងខាត់ th ពីខាងលើនេះយកមក paste ពីកន្លែងនេះអញ្ចឹងកន្លែងនេះគឺយើងបង្កើត th មួយទៀតតបង្កើត th មួយទៀតដាក់វាទៅជា name ពងអញ្ចឹងយើងមើល result ដូចលំហាត់គេបាត់ឃើញទេដូចលំហាត់គេដែរគ្នាយើងដូចទេត្រូវអត់នេះហើយគឺជាលក្ខណៈនៃការ merge role ឬក៏ merge column បញ្ចូលគ្នាដោយយើង use role span ឬក៏ whole span បាទអញ្ចឹងមេរៀន table របស់យើងមានតែប៉ុណ្្នឹងនៅវីដេអូក្រោយគឺយើងនឹងជួបគ្នាជាមួយនឹងមេរៀន form វិញគ្នាយើងសូមស្វាគមន៍មកកាន់វីដេអូចុងក្រោយរបស់ខ្ញុំអញ្ចឹងនៅក្នុងវីដេអូនេះដែរយើងរៀនអំពី form បាទគឺជា last video នៃ HTML របស់យើងហើយអូខេអញ្ចឹង form នេះគឺខ្ញុំយកមកពី Google ទេដើម្បី design flow មួយហ្នឹងបង្ហាញទៅកាន់អ្នកទាំងអស់គ្នាចឹងនៅក្នុង form នេះទី1យើងមានជា personal detail form មួយដែលមាននៅព័ត៌មានមួយចំនួនសម្រាប់ឲ្យ user ធ្វើការបំពេញហើយហេតុអីបានជាយើងត្រូវចាំបាច់មាន form មូលហេតុដែលយើងត្រូវមាន form នេះគឺយើងត្រូវការ promote ព័ត៌មានឬក៏ data ហ្នឹងពី user មកអានេះនៅពេលដែលយើងធ្វើជាអ្នក developer គឺចាំបាច់ត្រូវតែគិតគូរមែនតើអូថាយើងចង់បានព័ត៌មានអីពី user យើងត្រូវ create form មួយឲ្យ user submit data ហ្នឹងបោះទៅ server ហើយប៉ុន្តែខ្ញុំអត់និយាយដល់ហ្នឹងទេខ្ញុំគ្រាន់តែ design form ជាទម្រង់ HTML static ឲ្យគ្នាមើលសិនទេតោះនេះតោះចឹងនៅក្នុងហ្នឹងយើងមានអីគេទី1គេមានជា salutation ចឹងខ្ញុំអត់ដាក់ salutation តាមគេទេខ្ញុំនឹង change វាទៅជា situation ហើយនៅក្នុង situation ហ្នឹងយើងធ្វើវាជា select option គឺខ្ញុំ provide ឲ្យ user រើសតែ2ទេទី1គឺគាត់អាចរើសជា single និង married បានតោះនេះកន្លែង first name នេះខ្ញុំធ្វើដូចគេទាំងអស់បាទចាប់ពី first name រហូតដល់ submit button នេះតោះនេះអូខេតោះឥឡូវយើងកុំឲ្យខាត់ពេកយើងចូលមកកាន់ VS Code របស់យើងមកចឹងដំណាក់កាលបន្ទាប់ទៀតគឺខ្ញុំចាំបាច់ត្រូវញែក screen វាជា2បានន័យថាខ្ញុំចង់ដាក់ VS Code កម្មវិធីរបស់ខ្ញុំហ្នឹងមួយផ្នែកហើយរូបភាពនេះគឺមួយផ្នែកទៀតដើម្បីងាយស្រួល design តាមតោះចឹងធ្វើមកគេយើងយក mouse មកដាក់លើរូបភាពរបស់យើងនេះនៅខាងលើ cam នេះហើយយើងអូសវាឡើងលើមកវានឹងធ្លាក់ tab មួយយើងហើយចឹងខ្ញុំដាក់វាខាងស្ដាំ VS Code ខ្ញុំដាក់ខាងឆ្វេងអូខេប៉ុណ្ណឹងឥឡូវខ្ញុំចាប់ផ្ដើមធ្វើដើម្បីធ្វើវាបានគឺយើងត្រូវប្រើ text មួយមានឈ្មោះថា form ចាប់ផ្ដើម form text របស់យើងមកអញ្ចឹងយើងមាន attribute action នេះមក automatic ឯងប៉ុន្តែគឺយើងកុំតន់ខ្វល់ attribute action នេះគឺយើងប្រើវាក្នុងករណីដែលយើងត្រូវការបោះព័ត៌មានចេញពីក្នុង form ហ្នឹងទៅកាន់ server ទេអញ្ចឹងយើងមិនបាច់តន់ខ្វល់ថាអាហ្នឹងគេប្រើដើម្បីអីមិនបាច់ខ្វល់ទេសំខាន់យើងធ្វើ HTML static form យើងឲ្យដើរទៅបានហើយតោះនេះឲ្យចេញទៅបានហ្នឹងហើយតោះអូខេនៅក្នុង form នេះគឺយើងឃើញថាគេមានជា border ព័ទ្ធជុំវិញចេះអាហ្នឹងគេប្រើជាមួយនឹង text មួយទៀតមានឈ្មោះថា field set បាទ
នៅក្នុង take field set នេះយើងឃើញថាពាក្យនៅពេលដែលគេទៅសេពាក្យចូលទៅអា border ហ្នឹងវាអត់បាំងទេវាកាត់ត្រឹមន័យនៃពាក្យដែលគេបានកំណត់ជូនហ្នឹងអញ្ចឹងធ្វើមិនយើងអាចប្រើ take មួយទៀតមានឈ្មោះថា legend បាទ take legend ខ្ញុំដាក់តាមគេមក personal detail បាទ detail ប៉ុណ្ណឹងណាអូខេឥឡូវយើងទៅមើល demo នៅលើ web page របស់យើងចេញដូចគេនៅបានទេឃើញទេប៉ុន្តែគឺយើងឃើញថាប្រវែងរបស់វាគឺ fit ជាមួយនឹង web page ហ្មងឥឡូវកុំតន់ខ្វល់ប្រវែងធ្វើឲ្យដើរទាំងអស់នេះហើយចាំកំណត់ប្រវែងតាមក្រោយក៏អត់តន់ហួសពេលដែរតោះឥឡូវយើងចាប់ផ្ដើមបន្តទៀតនៅក្នុងហ្នឹងយើងមានជា situation មួយអញ្ចឹងដើម្បីទៅ say situation រាល់ការ design form គេតែងតែប្រើ label នេះគឺជា text មួយសម្រាប់ធ្វើការបង្ហាញនៅចំណងជើងនៃ content មួយហ្នឹងអញ្ចឹងយើងប្រើ label មួយមកវានឹង provide គេនៅ attribute មួយឈ្មោះថា for អញ្ចឹងបាច់ខ្វល់ទេបាច់ដាក់ក៏បានដែរអូខេខ្ញុំដាក់មកថាsituation តោះ situation បន្តមកទៀតយើងមានជា select option យើងប្រើ text មួយឈ្មោះថា select បាទនៅក្នុង text select នេះគឺយើងចាប់ផ្ដើមប្រើវាជាមួយនឹង text មួយទៀតមានឈ្មោះថា option បាទ option ណាគឺយើងអញ្ចឹងមុននឹងឲ្យគេរើស option បានគឺខ្ញុំចង់ដាក់នៅពាក្យមួយដើម្បីជាការ detail user បន្ថែមដាក់ថា choose អីគេគ្នាយើង choose option តែម្ដងទៅបាទអញ្ចឹង value របស់វាគឺអត់មានទេបាទមួយទៀតគឺ option ដែល provide user អាចរើសបានគឺមាន2ទី1គឺ single បាទ single ទី2គឺគេទី2គឺ merit គ្នាយើងត្រូវទី2គឺ merit អូខេតោះឥឡូវយើងទៅមើល result តិចទៅនេះយើងបាន situation នៅពេលដែលគេ choose គឺអាចឲ្យគេរើស single និង merit បានប៉ុន្តែគឺយើងឃើញថា choose option នេះយើងអាចរើសបានដែរអញ្ចឹងយើងអត់ឲ្យ user រើសបានទេធ្វើម៉េចដើម្បី hide វាចោលនៅក្នុង select option របស់យើងអញ្ចឹងគ្នាយើងអាចថាប្រើនៅ attribute មួយទៀតមានឈ្មោះថាឈ្មោះគេគ្នាយើងមានតែគេដឹងឈ្មោះ hidden បាទនៅពេលដែលយើង use attribute hidden នេះទៅគឺវានឹង hide ចេញពីកន្លែង choose option របស់យើងហើយប៉ុន្តែវានៅតែ demo អញ្ចឹងនៅពេលដែល by default វាគឺ demo choose option ហ្នឹងនៅពេលដែលយើង choose វាគឺអត់ឲ្យ provide យើងអត់ឲ្យរើសទេឃើញទេអត់មាន choose option នឹងឲ្យរើសអ្វីដែលរើសបានគឺមានតែ merit ហើយនឹង single ឃើញទេនេះគឺជាអ្វីដែលខ្ញុំចង់បានបាទតោះយើងមើលតទៀតមកអូខេយើងឃើញថា situation របស់គេនៅខាងលើហើយ select option គេនៅខាងក្រោមអញ្ចឹងយើងប្រើ BR មកកន្លែងហ្នឹងដោយសាររបស់យើងវានៅ line តែមួយរបស់យើងនៅ line តែមួយអញ្ចឹងយើងធ្វើម៉េចយើងដាក់វាដោយប្រើគេគឺយើងប្រើ BR take មកតោះនេះកន្លែង situation ហ្នឹង break line មកពងបានហើយគឺយើងបានហើយឃើញទេអូខេបានហើយតោះបន្តមកទៀតមកគ្នាយើងបន្តទៀតយើងមានអីទៀតយើង design តាមគេមក select របស់យើងហើយតោះ first name ហើយ last name អញ្ចឹងដូចគ្នាដែរគឺយើង break line ឲ្យហើយទៅតោះ break line ឲ្យហើយបងតោះមកយើងមានជា label មួយទៀតដាក់ថា first name បាទហើយយើងមានជា input button អត់មែន input button អធិស្ឋាន input box បងបាទនៅក្នុង input box នេះគឺខ្ញុំ provide គ្នាឲ្យដឹងតែម្ដងគឺយើងមានជា attribute មួយចំនួនដូចជា placeholder នេះគឺសម្រាប់ធ្វើការ show នៅcontent ដែលវាត្រូវបំពេញនៅក្នុង box មួយហ្នឹងឧទាហរណ៍យើងជឿទៅ say label អញ្ចឹងយើងអាចដាក់ placeholder ដើម្បី show អញ្ចឹងបានឃើញទេប៉ុន្តែ name នេះវាអត់មែនជា data វាគ្រាន់តែ show ជា content ដើម្បីបញ្ជាក់ user ឲ្យ user ដឹងថាកន្លែងហ្នឹងសម្រាប់បញ្ចូលឈ្មោះយល់ទេនៅពេលដែលយើងវាយទៅវាបាត់ហើយ placeholder ហ្នឹងឃើញទេអូខេតោះនេះកន្លែងហ្នឹង placeholder ហើយវាក៏មានជា attribute មួយចំនួនទៀតដូចជា select ហ្នឹងមាន name មាន ID អញ្ចឹងទៅដែលត្រូវបោះទៅអញ្ចឹងណាអូខេប៉ុន្តែយើងមិនទៅដល់ហ្នឹងទេកន្លែងនេះខ្ញុំមកដាក់ placeholder ទេដោយសាររបស់គេអត់មានហ្នឹងបើថាខ្ញុំចង់ដាក់ទៅបាទអូខេខ្ញុំឲ្យគេដឹងណាតោះហើយយើង break line មួយទៀតដើម្បីយើងធ្វើជាមួយនឹង label មួយទៀតគឺ last name បាទ last name បន្តមកយើងមានជា input មួយទៀតគឺយើងពងបាទកន្លែងនេះយើងមាន box 2ឯងត្រូវទេ box first name និង last name អូខេចុចដូចគេត្រូវអត់អូខេបន្តមកទៀតយើងមានជា gender នេះគេប្រើជាមួយនឹងប្រភេទហៅថា radio button គឺយើង radio button ណាអញ្ចឹងយើង break line មួយមកតោះ break line មួយយើងមានជា
label មួយទៀតយើងដាក់ថា gender បាទ gender កន្លែង gender នេះគឺដាក់ចុច2ទៀតពងហើយយើងមានជា radio button គឺយើងប្រើ input ចុច2ហើយយើងដាក់ radio មកអញ្ចឹងវានឹងឲ្យ syntax radio button មកយើងនេះឃើញទេអូខេនៅក្នុង radio button គឺយើងត្រូវបំពេញ copy input ផ្សេងបើអត់បំពេញទេយើងអាចធ្វើការ click radio button ទៅលើ option 2នឹងបានទេអូខេឥឡូវខ្ញុំអត់តដាក់ហើយខ្ញុំទៅធ្វើ test ឲ្យខ្ញុំមើលខ្ញុំអត់តដាក់ណាខ្ញុំទៅ save input មួយទៀតខ្ញុំដាក់ថា radio button ដូចគ្នាអញ្ចឹងអាខាងនេះគឺខ្ញុំដាក់ថា mail ចុះហើយនេះគឺខ្ញុំយក female បាទ female អញ្ចឹងឥឡូវយើងសាកធ្វើ test នៅពេលដែលខ្ញុំ click mail បាន mail ពេលដែល click female បាន female ដែរអញ្ចឹងវាមិន data ហ្នឹងមិនអត់ត្រូវទេព្រោះគេឲ្យរើសតែមួយទេហើយបើរើសបានទាំងពីរមិនដែលមាន page 2ទេអញ្ចឹងធ្វើម៉េចដើម្បីឲ្យ click មួយបានមួយ click 2នៅតែបានមួយដដែលអូខេយើងប្រើធ្វើការទៅសេអក្សរចូលក្នុង name នេះដាក់ឲ្យដូចគ្នាចុះឧទាហរណ៍ថាខ្ញុំទៅសេ gender ខាងក្នុងនេះរបស់ male នេះរបស់ female នេះក៏ត្រូវតែ gender ដែរអត់អាចដាក់ female អាលើ male ទេអញ្ចឹង tick ទៅវាអត់បានមួយទេវានៅតែបានទាំងពីរហើយសាក់ tick ម្ដងទៀតតោះពងបាន male ហើយបានហើយ click female វិញគឺវា change ទេគឺវា change ប៉ុន្តែបើសិនជាខ្ញុំ change វាខ្ញុំទៅសេខុសគ្នាខ្ញុំដាក់ទៅ gen អាខាងលើ gender ទៅបានមិនបានទាំងពីរឃើញទេយល់ហើយកន្លែងហ្នឹងអញ្ចឹងកន្លែង name នេះគឺយើងនៅពេលដែលយើងធ្វើវាជាមួយនឹង radio button ត្រូវតែដាក់ឲ្យដូចគ្នាខាងលើមិនខាងក្រោមគឺអញ្ចឹងដែរតោះណាអូខេតោះឥឡូវយើងបានប្រព័ន្ធហ្នឹងហើយយើងមើលតទៀតមកយើងមានអីទៀតគឺយើងមានជា email អញ្ចឹង email គេមានជា input text របស់គេ input របស់គេដូចគ្នាដែរគឺគេប្រើជាមួយនឹង input ចុច2 email បាទតោះណាអូខេប្រើឲ្យត្រឹមត្រូវគឺយើងនេះ type របស់វាគឺ email ដល់ពេល radio button type របស់វាគឺ radio button ដល់ពេលគេទៀត input type របស់វាជា text យល់ទេគេមាន type របស់គេអត់អាចចេះតែដាក់បានទេណាយល់ទេអូខេតោះអញ្ចឹង email នេះដូចជាអត់អីពិបាកទេដូចតែ input text ដែរទេគ្រាន់តែយើងរើស type ឲ្យត្រូវអត់ទេក្នុងនាមយើងជាអ្នក design កន្លែងនេះត្រូវគិតគូររើស type អីរើសឲ្យត្រូវបើរើសអត់ត្រូវ submit data ទៅខុសហ្មងបោះទៅ server គឺខុសព័ត៌មានគេខ្ទេចហ្មងអត់ទេអូខេតោះយើងមានជាអីទៀតយើងមានជា date of birth អញ្ចឹងខ្ញុំប្រើ label មួយទៀតដែរបាទ label បងខ្ញុំដាក់ថាម៉េច date of birth date of birth បាទកន្លែងនេះគឺយើងមានជា input date នេះ input date អញ្ចឹងវាអាចឲ្យយើងរើសថ្ងៃខែឆ្នាំកំណើតរបស់យើងបានឃើញទេនេះតំណងឯង inform យើងចាប់ដើមដូចគេហ្នឹងដូចបដាទេអញ្ចឹងក្រោយយើងមានជាអីគេទៀតយើងមានជា address បាទ address យើងប្រើ BR ដើម្បី break line នេះគេដែរពង label complete អសោះដើម្បីដាក់អក្សរ title ខាងលើនៃ content មួយហ្នឹងអញ្ចឹងយើងដាក់មក address អញ្ចឹង address គឺគេប្រើវាជាអីគេគ្នាគេប្រើវាជា text area យើងអាចថាប្រើ text area នេះ text area text area នេះវាសម្រាប់បំពេញជាព័ត៌មានច្រើននេះឃើញទេយើងអាចទាញទៅឆ្វេងនៅស្នាមបានទាញចុះក្រោមឡើងលើអាស្រ័យលើតម្រូវការរបស់យើងយល់បានទេកន្លែងនេះអញ្ចឹងយើងប្រើ text area type បាទតោះយើងមើលតទៀតមកចុងក្រោយគេគឺ button submit button submit គឺយើង call button ដូចគ្នាសរសេរមក button ហើយវាមាន type របស់វា type របស់វាយើងឲ្យថាជាប្រភេទ submit យល់ទេយកប្រភេទ submit ហ្នឹងគឺយើងព្រោះ button នេះវាជា button submit ព័ត៌មានអញ្ចឹងយក type ឲ្យត្រឹមត្រូវដូចទៅនឹងអ្វីដែលគេបាន handle ការងារមួយនេះតោះទេអូខេអញ្ចឹងកន្លែងនេះយើងដាក់មក submit ពង result របស់យើងដូចរបស់គេបេះដាក់តែម្ដងឃើញទេនេះយើងបាន form មួយយ៉ាងដូចរបស់គេអូខេប្រព័ន្ធហ្នឹងគឺយើងមួយទៀតខ្ញុំដូចជាអត់តមាន check box គ្នានៅក្នុងនេះអត់មាន check box ខ្ញុំចង់បន្ថែម check box មួយទៀតគឺយើងកន្លែងនេះដាក់ថា BR ទៅខ្ញុំប្រើជាមួយនឹង label មួយខ្ញុំដាក់ថា sum បាទហើយខ្ញុំប្រើមួយ check box មួយគឺយើងតោះ check box input check box check box នេះគឺយើងសម្រាប់ text យើងថប់ឃើញទេតោះ check ចឹងបាន submit ទៅក្នុងករណីខ្លះឃើញ website ខ្លះតើយើង check box របស់គេបានគេឲ្យយើង submit ព័ត៌មានទៅបានគេដាក់ requirement ណាអូខេតានេះយើងគ្រាន់តែធ្វើវាជា static តែប៉ុណ្្នឹងទៅបានហើយតោះអមិនដូចជាឃើញអត់ទាន់វា break line អញ្ចឹងដាក់ BR មកវា break line វិញហើយនេះកន្លែង term ណាអញ្ចឹងខ្ញុំសូមបង្ហាញកន្លែង check box ហ្នឹងតិច check box ហ្នឹងគឺយើង copy radio button
យើងអាចធ្វើការរើសវាបានច្រើនឧទាហរណ៍ខ្ញុំមាន checkbox 2អញ្ចឹងយើងអាចthíchបានទាំងពីរឃើញទេអាហ្នឹងតម្រូវការវាគឺគេឲ្យthíchបាន2ឬ3អាស្រ័យទៅលើគេព័ត៌មានដែលគេដាក់ឲ្យ user ប្រើប្រាស់ checkbox វាអាចធ្វើបែបហ្នឹងយើងអាចយក radio button ទៅធ្វើអញ្ចឹងដូច checkbox បានទេតោះនេះកន្លែងហ្នឹងបាទអូខេតោះអញ្ចឹងយើងមានប៉ុណ្ណឹងគឺយើងមើលទៅដូចជាគួរសមដែរឥឡូវយើងសរសេរ form របស់យើងតិចទៅឲ្យប្រវែងរបស់វាខ្លីជាងនឹងតិចកុំឲ្យវា fit web page អញ្ចឹងនៅក្នុង form នេះខ្ញុំប្រើជាមួយ attribute ឈ្មោះ width បាទ width ខ្ញុំយកតែឥឡូវខ្ញុំយក200 pixel ហ្នឹងវាបានប៉ុណ្ណាអត់ឲ្យទេអូខេបើសិនជាអត់ឲ្យទេយើងអាចថាប្រើ take មួយយើងឈ្មោះ div take ក្តោបវាមកតោះប្រើ div take ដើម្បីក្តោបវាហើយយើងខាត់ form របស់យើង paste ចូលមកក្នុង div នេះដើម្បីយក div ធ្វើជា web layout របស់យើងតោះខ្ញុំបរិយាវាធំមកដើម្បី zoom មើលតោះប៉ុណ្ណឹងមកអូខេមួយទៀតគ្នាខ្ញុំ provide គ្នាយើងឲ្យស្គាល់ជាមួយនឹង attribute មួយទៀត style យើង add style វាតិចទៅតោះ add style ហ្មងទៅ style របស់ HTML ទេបើវាលាយជាមួយនឹង CSS តិចទេប៉ុន្តែភាសាចុងនៃ HTML របស់យើងហើយអញ្ចឹងយើងអាចថា add ជាមួយ attribute style នឹងដើម្បីប្រើតិចទៅអញ្ចឹង width របស់វាឧទាហរណ៍ខ្ញុំយក200 pixel បងយើងមើលទាំងអស់គ្នានេះវាបាន form ប៉ុណ្ណឹងឃើញទេឃើញបាន form ប៉ុណ្ណឹងយល់បានទេយើង form ប៉ុណ្ណឹងបើតូចពេកគេគាត់ថាតូចពេកថែមតិចទៀតដាក់400មើលប៉ុណ្ណាគេយើងប្រវែងប៉ុណ្ណាដាក់400រៀងធំជាងមុនធំច្រូតដាក់300ទៅបានដល់300 pixel បាទនេះ email នេះemail គេយើងអញ្ចឹងយើងអត់មាន label តោះយើង label មួយទៀតតោះ label មួយទៀតយើងដាក់ថា email អូខេយើងបានប៉ុណ្្នឹងឯងត្រូវនេះបាន email box មួយទៀតសម្រាប់បំពេញជា email ឥឡូវយើងបំពេញម្ដងទៀតលីជា log បាទ email ខ្ញុំរើស mail ហ្នឹងមកហើយកន្លែងនេះខ្ញុំដាក់មកនេះsilong@gmail.com បាទ that over ខ្ញុំចេះតែដាក់ទៅឥឡូវថាដាក់ថ្ងៃណាចេះតែដាក់ទៅណាគ្នាយើងនោះអូខេឥឡូវនេះ address អាស័យដ្ឋានណាព្រែកប្រាច្បារអំពៅហ្នឹងបាទហើយកន្លែងយើង tick term submit ពងវា refresh តិចហើយបាត់ព័ត៌មានយើងឃើញតែព័ត៌មានហ្នឹងគឺអត់បានបោះទៅ server ទេតោះនេះអូខេអញ្ចឹងយើងមានប៉ុណ្ណឹងខ្ញុំអត់បាន design ឲ្យវាស្អាតទេដោយសារយើង use HTML សតឃើញថាយើងរៀនបានច្រើនដែរអញ្ចឹងយើងនឹងជួបគ្នានៅ course ខាងក្រោយទៀតខាងមុខទៀតគឺយើងគឺអាចថាខ្ញុំនឹងរៀន CS គ្នាយើងហើយយើងនឹងរៀន CS ចប់យើងចាប់ផ្ដើមអនុវត្ត real project មួយដែលយើងប្រើ HTML និង CSS បាទអញ្ចឹងអរគុណច្រើនគ្នាយើងដែលបានចូលរួមរៀនទៅលើ course របស់យើងបាទ